ចោះព្រះអង្គកាលកើតជានរៈជីវៈកំសត់រត់ទទួលទានចិញ្ចឹមមេដាបីដាក្នុងការនោះឮថាដឹកនាំគេធ្វើកថាបានអានិសង្សច្រើននោះតើមានរឿងរ៉ាវយ៉ាងណាខ្លះសូមព្រះអង្គអរតនីសម្ដែងព្រះពុទ្ធក៏ទ្រង់ទទួលពាក្យនោះហើយព្រះអង្គសម្ដែងប្រាប់ភេកកវេមនាលភិក្ខុទាំងឡាយអតីតេក្នុងកាលកន្លងរំលងកាំងខាំងកំបាំងបាត់ស្ងាត់យូរលង់ណាស់ទៅហើយនោះមានព្រះសម្មាសម្ពុទ្ធមួយអង្គព្រះនាមព្រះបតមុត្តរៈពពុទ្ធបតមុត្តរៈបានកើតឡើងក្នុងលោកក្នុងសម័យកាលនោះពពោធិសត្វយោនយកកំណើតកើតក្នុងតកូលក្រខ្សត់មួយរួចដើម្បីរកប្រាក់ចិញ្ចឹមមេដាបីដាតែងទៅស៊ីឈ្នួលជួលបំរើគេជានិច្ចសម័យមួយនោះព្រះអង្គទៅស៊ីឈ្នួលជួលបំរើកដុំពីរម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដំកដុំពីរនោះវ័យកាន់តែចាស់ទ្រព្យសម្បត្តិច្រើនណាស់ចាយក៏មិនអស់មិនរលួសម្ល៉េះហើយពពោធិសត្វចេះតែដឹកនាំពន្យល់លោកនាយមនុស្សយើងស្លាប់ទៅរាល់ថ្ងៃវ័យកាន់តែចាស់មុខទៅនឹងស្លាប់ទៅលោកនាយទ្រព្យសម្បត្តិច្រើនណាស់ហើយបើសិនជាលោកនាយស្លាប់ទៅតើទ្រព្យនេះនឹងទៅជាយ៉ាងណាកដុំពីរគិតថាអើមែនវ៉ៃឃើញគេស្លាប់ទៅលន់ហើយបើដូច្នេះថ្ងៃណាមួយយើងគិតថាស្លាប់ទៅចុះទ្រព្យយើងយ៉ាងម៉េចណោះពពោធិសត្វថាលោកនាយគួរតែលោកនាយធ្វើជាប្រយោជន៍ដល់មនុស្សជាតិផងសម្រាប់ខ្លួនយើងផងធ្វើមិនទៅណាលោកនាយធ្វើបុណ្យបានប្រយោជន៍ដល់មនុស្សជាតិផងបានដល់ខ្លួនឯងផងធ្វើបុណ្យណាអញ្ចឹងធ្វើបុណ្យអីទៅយើងធ្វើបុណ្យប៉ុន្តែធ្វើបុណ្យអីពពោធិសត្វថាលោកនាយធ្វើកឋិនព្រោះអតីតកាលហ្នឹងជាអតីតកាលកឋិនធ្វើកឋិនអញ្ចឹងធ្វើកឋិនហ្នឹងអាម៉េចទៅណែឯងជួយដឹកនាំខ្ញុំផងខ្ញុំមិនដឹងធ្វើកឋិនអាម៉េចទេមិនអីទេអញ្ចឹងចាំខ្ញុំជួយចាត់ចែងពពោធិសត្វអត់មានលុយកាក់ខ្លួនឯងទេញោមទៅជួយចាត់ចែងដឹកនាំគេធ្វើកឋិនហ្នឹងប៉ុន្តែបុរាណគេពោលថាអាងមានលុយខ្លួនឯងច្រើនធ្វើកឋិនមិនប្រាប់អ្នកដទៃអានឹងកើតឡើងវាសបោទៅទ្របប៉ុន្តែវាក្រញាតស្រួលវាក្រកូនទៅទៀតហើយបើសិនជាប្រាប់គេនោះវាប្រាប់ច្រើនពេកខ្ជិលចេញលុយខ្លួនឯងប្រមូលគេទៅបានហើយអានឹងកើតឡើងវាសបោទៅញាតប៉ុន្តែវាមិនសូវមានទ្រព្យក៏ដូច្នេះកដុំពីរហ្នឹងមានញាតដែរទៅប្រាប់ញាតសិនជាពិសេសពួកម៉ាក់4នាក់កំចោលវាទៅប្រាប់សិនពួកម៉ាក់4នាក់ម្នាក់នោះជាងកាត់សក់ជាងកោសក់ទៅប្រាប់ថាសម្លាញ់ហើយគ្នានឹងធ្វើបន់កឋិនគ្នាសូមជម្រាបប្រាប់បន់កឋិនឯងផងឯនោះលឺអញ្ចឹងលើកដៃសាពះថាសម្លាញ់គ្នាដឹងថាបន់កឋិនបានបន់បានអានិសង្សច្រើនប៉ុន្តែពេលនេះគ្នាអត់មានលុយមួយរៀលសោះចង់ចូលបន់កឋិនជាមួយនឹងណែឯងណាស់ប៉ុន្តែអត់មានលុយមួយរៀលសោះពីព្រោះប្រកបមុខរបរកាត់សក់កោសក់ឲ្យគេហើយតែលកាត់កោអស់ទៅតែគេមិនទាន់ដោះគេមិនមកកាត់ទៀតវាអញ្ចឹងអត់មានសក់កាត់ដល់អត់មានសក់កាត់វាអត់លុយហើយបើនៅស្រុកខ្មែរយើងនិយាយខ្លះអាត្មាសួរថាយាយសុខសប្បាយអត់និយាយថាដេគុណហើយកណាមួយថ្ងៃកាត់មួយថ្ងៃកោអាត្មាកន្លះខែបានកោម្ដងនៅតែដោះមិនចង់តន់ហើយគាត់មួយថ្ងៃកាត់មួយថ្ងៃកោចេះដោះតន់ដែរហើយមនុស្សបែបហ្នឹងបើទៅនៅក្បែរជាងកាត់សក់ហ្នឹងរលុយបានមួយថ្ងៃកាត់មួយថ្ងៃកោមួយថ្ងៃកាត់មួយថ្ងៃកោដល់អញ្ចឹងទៅឥឡូវវាអត់ទាន់មានពីណាដោះសក់ទៀតគេអត់បានមកកាត់សក់អត់លុយដល់វគ្គគេធ្វើកឋិនអត់លុយអញ្ចឹងខ្ញុំគ្មានលុយចូលទេសូមអនុមោទនាចំណែកបុណ្យផងចូលតាមផ្លូវចិត្តបើដល់នោះថាអញ្ចឹងក៏បានដែរមិនអីទេអញ្ចឹងខ្ញុំអរគុណណាស់ទៅប្រាប់អាសម្លាញ់3នាក់ទៀតសិនជាងធ្វើអាទេសមួយព្រានប្រមាញ់មួយអ្នកនេសាទមួយពួកម៉ាក់គាត់សម្លាញ់អើយគ្នាជម្រាបប្រាប់បុណ្យកឋិនផងគ្នាធ្វើកឋិនសូមជម្រាបប្រាប់បុណ្យកឋិនណែឯងផងណែឯងចូលរួមទេស្រាប់តែអ្នក3នាក់នោះស្ដីឲ្យទៅហ្មងស្អីគេធ្វើកឋិនរលុយកាក់ឲ្យតែមានបានទុកស៊ីចាយឲ្យសបាយហឺហាទៅមានកឋិនមានប្រយោជន៍ស្អីទៅធ្វើកឋិនស្អីខ្ញុំមិនជឿខ្ញុំមិនធ្វើជាមួយទេកុំមកបបួលអត់ចូលចិត្តបបួលគេមិនស្ដីឲ្យគេមិនឲ្យមិនចូលរួមធ្វើហើយគេស្ដីឲ្យថែមទៀតត្រឡប់មកវិញទៅទេក៏មកធ្វើកឋិនពពោធិសត្វដឹកនាំហែវេកឋិននោះចំពោះព្រះភិក្ខុសង្ឃមានពុទ្ធបតមុត្តរៈជាប្រធានរួចស្រេចហើយព្រះភិក្ខុសង្ឃជំនុំភិក្ខុសង្ឃ500អង្គក្រាលក្រមកឋិននោះធ្វើក្នុងសម័យកាលនោះព្រះសុជាតិតថៃជាអ្នកក្រាលក្រមកឋិននោះបានសម្រេចរួចហើយកឋិនចប់ម្ចាស់កឋិនឆ្ងល់ពេកអង្កលចូលទៅចិត្តពុទ្ធថ្វាយអង្គមសួរថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គនឹងជាម្ចាស់កឋិនចំណាយដើមទុនធនធានមានបានលុយកាក់មាសប្រាក់ធ្វើកឋិនហ្នឹងតើម្ចាស់កឋិននឹងទទួលបានអានិសង្សយ៉ាងម៉េចដែរទៅព្រះអង្គព្រះពុទ្ធពីបុរាណព្រះពុទ្ធបតមុត្តរៈព្រះអង្គក៏ទ្រង់សម្ដែងថាយេជនីសក្ខមិច្ឆន្តាតថ្វានកតេនជ័យវរន្តេបិទុក្ខាបមុញ្ចន្តុភូថ្វាទេវេសុមនុស្សសេសុនរកាទីណੰនៃជាយន្តិ
ហោហែរហូតដល់ហើយនៃកុលេនៃជាយន្តិដូចនេះជាដើមធម្មនីលអ្នកឲ្យបកុលណាប្រាថ្នាសេចក្តីសុខហើយឲ្យសម្ពុតដើម្បីកថាបកុលនោះឯងរមែងមិនទៅកាន់អបាយភូមិគឺនរកប្រែតដេរឆានអសុរកាយអបាយ4អស់កាលយូរអត់ទៅនរកអត់ទៅប្រែតដេរឆានទេគេបិទផ្លូវនរកផ្លូវប្រែតដេរឆានអស់ហើយគេបើកតែផ្លូវទេវតានឹងបានកើតក្នុងឋានសួគ៌ទាំង6ជាន់ចាតំតាវតੰយាមេដោះសិតនឹមមាននរតីប្រនិមិតវសវត្ថីអស់កាលយូរសោយសម្បត្តិទឹកសពបែបយ៉ាងដល់តែចុះត្រឡប់ពីឋានសួគ៌មកវិញមកកើតជាមនុស្សគេបិទតកូលថោកទៀតមិនឲ្យទៅទេគេបិទតកូលថោកទៀតមិនឲ្យចូលគេឲ្យចូលតែតកូល2គឺតកូលស្ដេចនិងតកូលព្រាហ្មណ៍ឬថាតកូលអ្នកធំនិងតកូលអ្នកប្រាជ្ញតែប៉ុណ្ណោះញោមឲ្យកើតឡើងនឹងមានរូបឆោមលោមពណ៌ល្អពិស័យដូចផ្កាយមើលពីចម្ងាយដូចផ្កាមានបរិវារមានយសស័ក្តិសម្បត្តិមានទ្រព្យសម្បត្តិមិនពិការមិនពិរាមិនខ្វាក់មិនខ្វិនមិនខ្វងមិនថ្លង់មិនគោទៅណាមកណាគេស្រឡាញ់ចូលចិត្តអាណិតអាសូរលើកតម្កើងតម្លើងយសតម្លើងស្លាប់មិនស្លាប់ដោយសារគ្រោះថ្នាក់ឧបសគ្គឬគ្រឿងសត្រាគ្រឿងពឹសគ្រឿងពុលទ្រព្យសម្បត្តិបបោហោហេតុចោលក៏មិនលួចទឹកក៏មិនលិចភ្លើងក៏មិនឆេះបានសុខបានចម្រើនជាសេដ្ឋីជាកហបតីសពបែបយ៉ាងសតិបញ្ញាក៏ឆ្លាតរៀនឆាប់ចេះឆាប់ចាំសពយ៉ាងព្រះអង្គសម្ដែងឲ្យស្ដាប់ដូចនេះទៅនិយាយពីម្ចាស់កថាអូយអនឹកថាអញធ្វើកថានេះគ្រប់ទឹកហើយបានអានិសង្សច្រើនណាស់ចេញត្រឡប់ទៅវិញទាំងរីករាយសបាយក្នុងចិត្តជ្រះថ្លាសោមនស្សឥតឧបមាចំណែកពពោធិសត្វអង្កលចូលទៅចិត្តថ្វាយអង្គមព្រះអង្គបបិទ្ធព្រះអង្គដោយចម្រើនហើយខ្ញុំព្រះអង្គគ្មានលុយកាក់អីមករៀលទេប៉ុន្តែជួយដឹកនាំគេកថានឹងតតែចប់ទាំងបានបនអានិសង្សយ៉ាងណាទេសូមប្រាថ្នាឲ្យអនាគតជាតិទៅបានកើតជាពុទ្ធមួយអង្គពុទ្ធក៏ព្យាករថាណែឯងនឹងបានត្រាស់ជាពុទ្ធមួយអង្គមែនក្នុងសម័យកាលអនាគតពនាមសមណៈគោតមដល់ពេលគេត្រឡប់មកវិញរត់ទទួលទានមានបានសុខសាន្តសប្បាយរៀងខ្លួនគេស្លាប់អស់ទៅកើតក្នុងឋានសួគ៌ឲ្យព្រាតម្ចាស់កថាទៅកើតជាទេវបុត្រពពោធិសត្វដឹកនាំគេក៏ទៅកើតជាទេវបុត្រចយុទ្ធទៅចយុទ្ធមកជាតិចុងក្រោយគឺពុទ្ធជាម្ចាស់យើងនឹងឯងអូយចំណែកខាងណែជាងធ្វើរត់ជាងធ្វើអទេសមិនជ្រះថ្លាក្នុងបនកថាគេហើយបន្ទោសបង្អាប់ស្ដីឲ្យគេទៀតរិះគន់គេថែមទៀតស្លាប់ចោលពលាកដែកដាប់ដែកឈូសដែកស្វានបានទៅចាប់កំណើតកើតជាខ្លាទៅនៅក្នុងព្រៃបដោយទៅវាអត់មានពូជឲ្យកើតជាមនុស្សហើយចំណែកខាងព្រាននេសាទឯណោះស្លាប់ទៅអត់បានមានបុណ្យកុសលឲ្យកើតជាមនុស្សក៏ទៅកើតជាខ្មោចព្រាយយៈបិសាចទៅនៅក្នុងព្រៃបដោយទៅហើយចំណែកខាងអ្នកប្រមាញ់ស្លាប់ពីសត្វអ្នកពីអ្នកប្រមាញ់ចោលស្នាចោលធ្នូនឹងទៅក៏ទៅកើតជាសត្វតសេះកេះដើមតសេកដេកតសៀព្រៃក្បែរញោកភ្នំឯណោះទៅញោមឲ្យគេកើតជាមនុស្សទេវតាឲ្យលហងឯងជើង4កតុយមួយហើយសពចិត្តអីអត់បានជាគេថាបើគេបបួលកុំឲ្យខានបើគេបានកុំឲ្យស្ដាយឆ្នាំហ្នឹងគេបបួលធ្វើកថាហ្នឹងចេះតែគឺគេអញមិនធ្វើទេអញមិនអីទេហើយស្រាប់តែដល់ជាតិក្រោយគេកើតជាមនុស្សព្រាតឯងជើង4កតុយមួយសពចិត្តអីអត់បើគេមនុស្សគេបើគេទេវតាគេទៅបានគេថាបើគេបបួលកុំឲ្យខានគេបានកុំឲ្យស្ដាយគេកើតជាមនុស្សលាន់ឯងទៅសត្វទៅនរកប្រែតអស់លិញចំណែកជាងកាត់សក់ជាងកោសក់ឯនោះវិញស្លាប់ចាប់កំណើតកើតជាមនុស្សនៅក្នុងតកូលបនិច្ចកអ្នករស៊ីចំនួនជួញប្រែតដឹកតំណែងទិញដូរនាំពីឥណ្ឌាមកលក់នៅភូមាកម្ពុជាឡាវយើងហ្នឹងនិយាយពីទៅចំនួនជួញបានចំណេញចូលឥតមានចេញជារៀងរាល់ថ្ងៃបានសុខបានចម្រើនពេកក្រៃទេវតាប្រសិទ្ធពរជ័យសុខគ្រប់កន្លែងធ្វើដំណើរទៅណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអសូរឧបសគ្គគ្រោះថ្នាក់ក្នុងព្រៃអត់មានព្រោះទេវតាធ្វើកថាជាមួយគ្នាពីមុននឹងចេះតែជួយថែអាសាមានអូយមានកើតជាអ្នកមានដ៏ស្ដុកស្ដំញោមគ្រាន់តែអនុមោទនាកថាគេសោះនោះប៉ុន្តែមកជាតិមុននឹងវាសួយគាត់បន្តិចអត់ដែលបានធ្វើសាល់សោះម្ល៉េះហើយអត់សូវមានមេត្តាអត់មានសិលនឹងខ្លួនស្រាប់តែកើតឡើងមកវាខ្មៅងីងមុខខ្មៅឲ្យកញ៉េប៉ុន្តែមានទ្រព្យសម្បត្តិនឹងច្រើននៅក្នុងស្រុកភូមិនោះវាមានសេដ្ឋីមួយមានកូនកំមុំស្អាតអូចស្អាតយកតែមែនតែនកូនកំមុំសេដ្ឋីអ្នកណាទៅតដឹងក៏គេមិនអោយអ្នកណាទៅតដឹងក៏នាងនឹងមិនយកកូនសេដ្ឋីកំឡោះប្រុសស្អាតឲ្យច្រឡឹងទៅតដឹងគ្មានយកមួយទេឯនេះមិនបានឯនោះមិនបានស្រាប់តែសេដ្ឋីខ្មៅមិញនឹងសាកលបងបើគេតដឹងបានទៅគេអញទៅម្ដងអូស្អាតប្រហែលអញគេមកឲ្យផងប្រហែលឯងណាគេឲ្យខ្មៅគេញ៉េះចេះនោះមានណាគេឲ្យទេតែវាមិនទៀងទេស៊ីសងសាកមើលក៏ទៅសាកមើលទៅអាចិត្តនឹងវាធ្លាប់អនុមោទនាកថាគេធ្លាប់ទុនទូហ្នឹងក៏ធ្វើឲ្យចិត្តគេនឹងទុនដល់ទៅតដឹងគេឲ្យមែនរៀបការជាមួយគ្នាទៅញោមមកដូចក្អែកពំមាន់ចឹងបានគេថាមួយគូឲ្យដូចកូនតៅវ៉ៅមួយសមួយខ្មៅមួយទៀបមួយខ្ពស់អាកូនកំមុំសដូចទៀបអាប់សហើយកូនកំឡោះឯនេះខ្មៅមើលតែក្អែកហើយរៀបការជាមួយគ្នាវាសមមើលទៅនឹងដូចអីទេរៀបការហើយទៅគេនៅសុខសប្បាយស្រួលអាពួកកូនសេដ្ឋីកំឡោះអ្នកដែលគេមានទ្រព្យច្រើននោះគេចំណែនឈ្នាននេះគេខឹងហ្មងស្អី
អាខ្មៅកញ្ញេះហ្នឹងឯងក៏ចំណាប់ដែរតែដឹងប្រពន្ធស្អាតបានវាគួរតែបានអញហ្នឹងវាសំជាងទៅបានឯអាខ្មៅហ្នឹងហើយចង់ឈ្នះអញមិនអីទេចាំមើលអញរមមធ្យោបាយឈ្នាននេះហើយឲ្យបើខ្ទេចខ្ទីហ្មងបំផ្លាញអាហ្នឹងម្ដងមើលវាដល់វគ្គចំណែនឈ្នាននេះម្ដងហើយប៉ុន្តែបុរាណគេថាអ្នកមានបុណ្យតិចទៅឈ្នាននេះអ្នកមានបុណ្យច្រើនដូចបាញ់កាមបជ្រះខ្យល់អ្នកអត់ធ្វើកឋិនទៅឈ្នាននេះគេអ្នកមានកឋិនដូចបាញ់កាមបជ្រះខ្យល់រងទុកទោសមកខ្លួនឯងបើអ្នកជេរបចោគេដាក់ទំនាយផ្ដាសាគេបើគេមិនទទួលគេថាត្រូវមកខ្លួនឯងវិញហើយអញ្ចឹងញោមជេរផ្ដាសាគេប្រយ័ត្នដែរទៅជេរទៅតែគេមិនទទួលយកវាផ្លាតមកយើងវិញដោយថាចង្អុលគេដៃមួយអាមរៀម4លួចចង្អុលខ្លួនឯងហើយដូច្នេះពួកអស់ហ្នឹងវារមមធ្យោបាយទៅចាញ់ខ្យល់សិទ្ធិខ្មៅហ្នឹងតែហ្មងឥឡូវចាំមើលអ្នកអត់កឋិនទៅចាញ់ខ្យល់អ្នកកឋិនស្រាប់តែទៅបញ្ញុះជាមួយលោកសេដ្ឋីថាណែលោកសេដ្ឋីលោកឯងតិចទៀតជាប់គុកហើយមិនកូនភាសាលោកឯងនឹងចោលប្លន់គេទេអាគាត់នឹងពីមុនមកចោលប្លន់គេតាហើយដល់តែឃើញមានទ្រព្យសម្បត្តិច្រើនលើកកូនកំមុំឲ្យគេឥឡូវគេកំពុងតែតាមចាប់ហើយតែគេរកឃើញគេចាប់បានជាប់គុកទាំងអស់គ្នាហ្នឹងទាំងលោកសេដ្ឋីទាំងកូនភាសាហ្នឹងសេដ្ឋីលឺចឹងភ័យហ្មងអញមិនដឹងឃើញតែវាមានស្មានតែវាអីវាចោលទេចឹងចោលតាឥឡូវគិតមិនណែខ្ញុំមានមធ្យោបាយលោកសេដ្ឋីបើបកគលឲ្យខ្ញុំចាត់ការណាខ្ញុំចាប់អាកូនប្រុសហ្នឹងយកទៅក្នុងព្រៃបាត់ចាត់ការចោលទៅទ្រព្យសម្បត្តិវានៅលើកណ្ដាប់ដៃលោកសេដ្ឋីទាំងអស់ធ្វើចឹងល្អធ្វើចឹងល្អបើចឹងយើងយល់ព្រមឯងធ្វើចុះបើដៃឲ្យគេចាត់ការកូនភាសាឯងទៅហើយអាពួកដៃដល់វាមកចាប់កូនប្រុសហ្នឹងយកទៅព្រៃយកទៅបង្អត់បាយបំបបបងក្នុងព្រៃមហាវ័នឯណោះអើយដោយសង្ឃឹមថាតិនតិចទៀតពួកតាពួកខ្លាពួកតោអីមកស៊ីខ្ទេចហើយដាក់បោះចោលក្នុងព្រៃហើយត្រឡប់មកផ្ទះវិញវាទៅណារួចតែប៉ុណ្ណឹងស្លាប់ហើយក្រនតែពួកនឹងត្រឡប់មកវិញភ្លាមបរោះនោះទេវតាចេញមកផ្លែតទេវតាចេញមកបង្ហាញខ្លួនឲ្យលន់សួរថាណែឯងយើងធ្លាប់ធ្វើកឋិនជាមួយគ្នាពីជាតិមុនហើយណែឯងទៅរកទទួលទានពីណាយើងតាមជួយថែរក្សាការពារណែឯងជួយណែឯងឲ្យបានទ្រព្យសម្បត្តិច្រើនហើយឥឡូវណែឯងអស់ទ្រព្យសម្បត្តិហើយឯងមករកយើងឲ្យជួយទៀតឬក៏មិនហ្នឹងស្រាប់តែបរោះនឹងប្រាប់ថាខ្ញុំមិនមែនអស់ទ្រព្យសម្បត្តិមករកលោកឲ្យជួយទេគេចាប់ខ្ញុំយកមកសម្លាប់ចោលហើយតើខ្ញុំដឹងណាស់មិនអីទេចាំខ្ញុំជួយពួកនេះវាគ្មានបានធ្វើបន់កឋិនអីទេវាតាមឈ្នានេះយើងអ្នកបន់ទៀនពួកគេហ្នឹងគេបានទ្រព្យសម្បត្តិដោយសារបន់អីផ្សេងសល់ចំហាយបន់ពីមុនមកទេប៉ុន្តែឥឡូវមិនបានដាំពូជបន់បន្ថែមទៀតមកដាំពូជបាបម្ដងឥឡូវពួកគេដាំពូជបាបហើយមិនអីចាំខ្ញុំជួយទេវតាក៏និមិត្តជាវិមានមួយយកបរោះនឹងដាក់ក្នុងវិមាននឹងហើយឲ្យបាយទឹកនំចំណីហូបរួចហើយទេវតាយកថ្នាំទឹកមកប្រាប់ថាណែថ្នាំនេះថ្នាំទឹកអានេះបរិភោគទៅកើតជាសត្វកុកហើយអានេះទៅហ៊ានបរិភោគទៅកើតជាជំងឺអស់អានេះបរិភោគទៅជាជំងឺហើយអានេះបរិភោគទៅនឹងបានលាបយោះហើយអានេះបរិភោគទៅនឹងធ្វើឲ្យមានពណ៌សម្បុរស្អាតថាចឹងហើយក៏បេះអាពណ៌សម្បុរស្អាតនឹងឲ្យហូបបរោះនឹងក៏ហូបអានឹងទៅថ្នាំនឹងពិសេសណាស់ប៉កែណាស់ប៉ុន្តែមានទេវតាទេយើងគ្មានទេទៅដើររត់ទិញតាមប៉ាម៉ាស៊ីអីអត់មានលក់ទេថ្នាំហ្នឹងមានទេវតាក្នុងរឿងនោះទេពុរិទ្ធរបស់ទេវតាហើយបរោះហ្នឹងហូបអាថ្នាំធ្វើឲ្យពណ៌សម្បុរស្អាតហូបតែមួយផ្លែតស្រាប់តែក្តៅពោះឈឹបដូរពណ៌ដូរសម្បុរហ្នឹងស្អាតភ្លាមញោមមកនិយាយពីស្អាតមហាសែនស្អាតយកតែមែនតែនស្អាតហ្មងហើយទេវតាបេះអាថ្នាំនេះមួយទៀតថានេះហូបទៅកើតជាស្វាតើណាហ៊ានហូបកើតជាស្វាចឹងមិនថាថ្នាំហ្នឹងអត់មានលក់តាមប៉ាម៉ាស៊ីទេណាមានទេវតាទេអត់មានទេវតាក្នុងរឿងនោះហើយក៏បេះអាហូបទៅកើតជាស្វាហ្នឹងមកក្តាប់ឲ្យនេះណែឯងកាន់ទុកសម្រាប់ការពារខ្លួនបើនរណាចង់ឈ្នានេះចង់ជាបាតចង់បៀតបៀនអីអាចការពារខ្លួនបានក៏បានថ្នាំហ្នឹងដាក់ជាប់ខ្លួនយកមកយប់ស្ងាត់ទេវតាហោះកដៀតគាត់មកហ្មងញោមកដៀតយកមកដល់ដាក់នឹងផ្ទះសេដ្ឋីដាក់ប៉ុកហើយទៅវិញបាត់ឯនេះមកដល់ផ្ទះខ្លួនឯងហើយទៅឡើងគោះទ្វារប្រពន្ធគោះទ្វារបន្ទប់ប្រពន្ធនឹងថាឲ្យបើកទ្វារប្តីត្រឡប់មកវិញហើយប្រពន្ធកំពុងតែដេកយំថាណែឯងមិនមែនប្តីខ្ញុំទេណែឯងចាប់ប្តីខ្ញុំយកទៅសម្លាប់ចោលហើយណែឯងចង់មកធ្វើបាបខ្ញុំទៀតអីខ្ញុំមិនសក់ចិត្តទេខ្ញុំមិនជឿណែឯងទេថាមែនទេខ្ញុំនឹងប្តីណាប្តីនេះរស់ហើយមកវិញថាខ្ញុំមិនជឿទេណែឯងយកប្តីខ្ញុំទៅសម្លាប់ចោលហើយណែឯងចង់មកធ្វើបាបខ្ញុំអង្វរចុះអង្វរឡើងគេអត់ព្រមបើកទ្វារថ្ងៃរះបដ ாய் មកយប់អត់បានចូលអីតែប្រពន្ធថ្ងៃរះភ្លឺច្បាស់មកលួចមើលតាមប្រឡោះទ្វារឃើញមុខស្អាតណែឯងមិនប្តីខ្ញុំទេប្តីខ្ញុំខ្មៅណែឯងមុខស្អាតសស្អាតចឹងមិនប្តីខ្ញុំទេថាប្តីហើយបើកទ្វារមើលប្តីមែនហើយក៏ស្អាតជាងមុនម្លេះផ្អើលមនុស្សមកមើលឲ្យក៏ក្រឹបតែមកញោមមនុស្សមកមើលក៏ក្រឹបពេញនឹងផ្អើលគេចង់ដឹងថាគាត់ស្អាតកម្រិតណាផ្អើលល្បីទៅដល់អ្នកដែលចាប់គេយកទៅសម្លាប់ចោលឯណោះ
nè đại chạp kia từ sầm lạp cháu nó còn nực gì này thằng này mùi đại dương do từ sầm lạp cháu trong đấy là lư thà việc màu bánh sạt chừng mốt nè sạt chừng mốt men này anh trong đắng to anh cái trong đắng từ mưa non khi mà lọp mưa cho bị coi trong crom mà nó đây cái cặp bông mưa sắp tới mưa tới dí sạt bằng viền mén vì thường mấy ban sạt mà lấy chẳng tới cho tới chết sập nè sầm lạnh cao dương do anh từ cháu trong đấy anh không ai cái nhé hay lấy anh ở slap tới anh nơi rúa hơi tập lọp mà vẫn sạch chừng môn hay mấy bạn chỉ sạch chừng môn chẳng nó bây giờ người ta sắm lại nha là anh do từ bò bong khăn prey ọt bài ọt chấm này ha khné năng việc liền pe che ta đào bè slap chư mơm chư hộp cho hộp làm tới slap tới chom năm tập tới ảnh chom năm tập tới slap tới sạch chẳng tới ô khăn prey miền năm tập chẳng không gì bị sai mấy ô vậy chẳng là anh miền đào giặt năm nâng màu khai ọt bây giờ năng thánh ấy miền đào khai màu đại ta cònแต่ปนังแต่ดามขึ้นปลาเพลียมแต่มองให้แต่จองสะอาดมันตกอยู่ไอ้เอาขยมมามัดพองเอาขยมมามัดพองไอ้ลูกเศรษฐีเนาะจ่าหอยนั่งกับปกขมิ้นนั่งจองสะอาดเกได้เพราะว่าขยมมาดมได้ขยมมาดมได้เยอะบานมาดมเกได้เยอะไม่ให้แต่จองสะอาดอดตกอยู่ดักขนมหมดลบแต่ปีกรุบคอมเล็บเอาไปเลื่อนฉับสะอาดบ้านเดิมมาสันทุบไปให้ปรำประมวยในตีสลับแต่กระไดปวดเชลปวดคลุนจอปวดคลุนล้างเจนรูมเจนกระตุยมาโลดเปลี่ยนการติจิสวาตั้งอ๋อดาวซารัตเทวดาได้โบราณทเทวดาปรามกเทวดาดาปดาซาเอานู่นนะดาเตอร์ติจิสวาตั้งอ๋อแต่ขณีมาเพลทนั่งเตอร์ลุดไอเลวีมเป็นนั่งบรอนเงือบโชว์ปรับเนี่ยตั้งอ๋อขณีท่าแน่เนี่ยตั้งอ๋อขณีนี่หายจิกรรมพอลได้เกคอมประพฤติปุยืงจีเนี่ยทวมปืนละอมันได้ตึกเบียดเบียนเกยืงทวมปืนบอลปุนี่ตามจันนันนันเตียจีนี่ยืงทวมบาปจงบานตรอกสมบัติจันนันจะมวยหนึ่งยืงอะไรเกทวมปืนกรอกปีนี้เทวดาปรามกเกเอาคลายไปจิสวาเอาหายโดยเฉพาะเนี่ยตั้งออกนี้กองทวมเปื่อเพราะเกมันตัวโยเตนังบ้านมาครัวในจังอะอะไรเนี่ยตั้งออกนี้จักสวาในยูติเจ้าขนมปรีมหาวอนไปเชี่ยวชนเงือบลางครูถ้ากำตกเวียเอาโคยสังคมยืงตกเวียในจันนันชนิดยังโคยเกยโยไปเจ้าขนมปรีจับอาสวาในยูติบอกกับมอยโคยภูมิสระเกยโยติบอกขนมปรีอ่อนในขนมปรีมาโยไปจองเตอโยมเมื่อกระเด็นไงเนี่ยตามจันนันตามนันเตี้ยตามชนิดนี้เกเนี่ยถวยบอลที่บำพดโดยบาดกามไปเจียกจอลแมนไอจังยังเคยในขนมเรืองนั่งเนี่ยดักนอมเกก็ยืนเคยเนี่ยเจียลาโจลออซาโตจิมวยเกก็ยืนเคยมาจากกระทันก็ยืนเคยเนี่ยได้รีกุนเกสได้ยอยเกก็ยืนเคยเนี่ยได้จะแน่นชนิดนี้นันเตียเกก็ยืนเคยบานาในซองพลายเนี้ยแต่ตามประเภทระบอกกอแต่แจพี่เขาซองสดับทอขนมตีนุเจียทลามหาเจียทลาปนเปกปองก็บันไปจอบปทอเตสนาปองบันไปเจทาเย็นนะเกณฑ์เจตีเวนนเวียมนุษย์เซนนเวียปัญจันนั่งสหธรรมิการนั่งอัญญตรังเป็นในนตนังวัตเตถ้ามันเนี่ยปีเขาแต่งลายกับทันนี้มันทาแต่กระหัวเตวดาก็อาจเทอบ้านสหธรรมต่างปรำก็อาจเทอบ้านปีเขาซองซามันเนี่ยก็อาจเทอบ้านได้ปันแต่กลมเทอหอยกราวกรองโคลนไอ้เทอแต่วัดตีก็บ้านได้จังมาจากกับทันแมนแต่กระหัวเตประสองก็อาจเทอมาจากกับทันบ้านได้เอาแต่เทอแต่วัดเซ็งสลับแต่เป็นเนี่ยแต่แท้กระปงตะกงสลับทอในตีนังได้เงือบเพลตแต่มร้องอยู่ลางวงแต่เตะtới đó là tia có tới bờ bùn nhôm nhiệt bờ bùn nhôm nơi tia hay nó thật to nhôm tới thưa bon cái thân chỉ môi à tham à bờ bùn nhôm tới thưa bon tới đó bờ bùn nhôm tới thưa bon vọt môi nó toàn miền cái thân nhôm nó có vô prom tới bờ bùn nhiệt nâng non kia tới thưa cái thân bàn chọc sọc group hai từ về bờ kên bờ song không vọt môi kia này nó hay nhôm nhiệt con tham bo là sát từng lại đôi trên này bị khổ song kral grom cái thân đôi chọc kên non kia từ xa kên non kia sập bay rụng phơi bơi kia từ xa tha ao bên này là tẹt thái chlat na khang bờ song đặt non kia thưa cái thân môn kia thì khang bờ song bên bên này là tẹt thái đặt non thưa cái thân môn kia bàn bon bàn này song chlat na bên này là tẹt thái chlat men kiaกระปงตะซาจังปปดสำได้ที่ได้ปปดเลือกลานทำมันเนี่ยปีเขาต่างลายการจิตมนตถาคตการจิตสดัดมาอ่องเพราะขนมศาสนาปปดเป็นเนียมเก่าดังได้ขนมมากับน้องเชียปปดเมียนตรัสมาอ่องกดนะโยมนะจังปองตรัสมาอ่องกดให้ดอลลาร์เปียนุสมัยการจังภาษารุ่ยตื้อปปดในสมณะโคดอมยืนการจิตสดัดขนมสมัยการนั้นก็เรียบจอมทัวร์สมปดกระถันโหเรียบจอมปีเวียงนั่งแต่ดอลกระไรปองจังภาษาตบไตตุ้งตามเพลย์ยางโปร่งปรีดให้โดยเฉพาะตื้อให้กับท่านนุโยตเวประเกณฑ์ประซองกุ้งจำแปลภาษาเมียนประพุทธเก่าดันจิปทินปีเขาซองเรียบจอมกราวกรองรู้จอบสอบกรุบหายขนมสมัยการนอกประองเจียทลารีไตรออนบอลกับท่านนุนะรวมหนึ่งบริวารสลับแต่อายุปีมนุษย์ในตื้อบานตึกการขนมทานสู้ออกการยูจองตลบมนุษย์ตะวันตะเมาจองกราวบานการจิตสดัดเมียนชโมธาเปรบรมจักรปตราธิริเมียนอำนาจกรุบกรองลื่นโกแต่งลายโดยเชิญถ้าอ่านในซองในการจิตสดัดจักรปตเมียนเลียบเมียนยัวเมียนสะเกสลันจิโจจัด
មានរិទ្ធមានអំណាចនេះដោយសារអានិសង្ឃកថាណាភិក្ខុសង្ឃទាំងឡាយដូច្នេះទៅភិក្ខុសង្ឃក៏ជ្រះថ្លារឿងហ្នឹងអញ្ចឹងទៅណែអញ្ចឹងហើយស្រាប់តែមនុស្សម្នាលឺអញ្ចឹងក៏នាំគ្នាធ្វើកថាតមកវត្តផ្សេងទៀតហើយថាចំណែកយើងម្ចាស់កថាចុះយើងបានស្ដាប់យើងបានឮយើងបានបាត់ឆ្ងល់ឲ្យចុះអ្នកដែលគ្នាមានតែសាដកមួយមានតែសពុតងូតមួយមានតែស្បង់មួយឬក៏មានតែលុយកាក់យកមកចូលនោះតើបានចំណែកបុណ្យចំណែកអានិសង្ឃយ៉ាងណាដែររឿងនេះក៏សូមនិទានពីរឿងអ្នកដែលចូលរួមជាមួយកថានឹងគេនឹងមួយញោមក្នុងសាសនាព្រះសមណគោតមបរមសម្ពុទ្ធយើងនេះមានប្រធេរៈមួយអង្គជាទុតិយសាវកព្រះនាមព្រះមហាមោគលានដែលលោកជាអ្នកកំពូលខាងបរិបូរដោយរិទ្ធនៅពេលឆាន់ចង្ហាន់ហើយលោកតែងតែធ្វើដំណើរហោះឈានទៅជួបទេវតាទាំងឡាយតាមឋាននេះឋាននោះពេលមួយនោះលោកបានទៅឋានសួគ៌ក៏ស្រាប់តែជួបទេវបុត្រមួយមានរូបឆោមលោមពណ៌ល្អវិស័យស្អាតណាស់ក៏សួរទៅទេវបុត្រនោះថាមនាលទេវបុត្រអ្នកមានរូបឆោមលោមពណ៌ល្អវិស័យអាស្រ័យដោយសម្បត្តិទឹកយ៉ាងនេះតើអ្នកកាលនៅជាមនុស្សបានបំពេញបញ្ញកម្មដូចម្ដេចខ្លះបានជាកើតក្នុងទេវតាមានរស្មីមានពន្លឺដ៏រុងរោចបែបនេះអ្នកចូលស្រដីមកចោះបរោះនោះបានក្រាបទូលព្រះមហាមោគលានថាបបិទ្ធព្រះមហាមោគលានដ៏ចម្រើនហើយកាលខ្ញុំព្រះអង្គនៅជាមនុស្សក្នុងសាសនាពុទ្ធកាសបៈខ្ញុំព្រះអង្គបានចូលរួមកថាជាមួយគេបានជាកើតឡើងមកមានរូបឆោមលោមពណ៌បានក្នុងការនេះជាទេវបុត្រអញ្ចឹងទៅមោគលានក៏សួរនាំថាអ្នកចូលរៀបរាប់មកមើលកាលកើតក្នុងសម័យពុទ្ធកាសបៈអ្នកចូលរួមបុណ្យកថាគេនោះតើមានរឿងយ៉ាងណាខ្លះបានបរោះនឹងនិទានឲ្យស្ដាប់បរោះទេវបុត្រនឹងណាញោមនិទានឲ្យស្ដាប់ហើយញោមញាតស្ដាប់អីអត់បើស្ដាប់អាត្មានិទានបន្តទៀតហើយបើមិនស្ដាប់ទេល្មមចប់ដែរក៏បើដូច្នេះរឿងរ៉ាវនេះអញ្ចេះបរោះនេះនោះនិទានថាក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធពនាមកាសបៈគាត់បានកើតក្នុងកំណើតតកូលក្រខ្សត់មួយស្រាប់តែឪពុកម្ដាយស្លាប់ចោលអស់អាលីងគាត់អត់មានទ្រព្យសម្បត្តិហើយគាត់ក្រលំបាកចំណេះវិជ្ជាក៏គ្មានទៀតសម័យកាលនោះព្រះជាក្រុងពរិណសីសោយរាជសម្បត្តិហើយគាត់នឹងឯងក៏ម្ដាយឪពុកស្លាប់ចោលហើយក៏ដើរអនាថាម្នាក់ឯងក៏ធ្វើដំណើរទៅជួបធម្មសរីមហាសេដ្ឋីសុំស៊ីឈ្នួលលោកសេដ្ឋីជួលបំរើកិច្ចការងារលោកសេដ្ឋីគ្រាន់នឹងបានប្រាក់កម្រៃចិញ្ចឹមខ្លួនសេដ្ឋីក៏សួរថាណែឯងចេះអីខ្លះថាខ្ញុំអត់មានចំណេះអីទេលោកអើយខ្ញុំក្រឪពុកម្ដាយស្លាប់ចោលអស់ទៀតអត់មានចំណេះនៅខ្លួនសោះសេដ្ឋីថាបើអញ្ចឹងណែឯងចាំស្មៅឲ្យខ្ញុំណាយាមស្មៅឲ្យខ្ញុំឲ្យប្រាក់ខែគឺមួយថ្ងៃបាយមួយឆ្នាំសុខចិត្តអីអត់បរោះនោះនឹកថាអញ្ចឹងក៏យកដែរព្រោះអត់មានចំណេះអីគ្មានលុយទេឲ្យបាយមួយថ្ងៃមួយឆ្នាំក៏យកដែរធ្វើការចាំស្មៅរក្សាស្មៅឲ្យសេដ្ឋីបានគាត់នឹងមានឈ្មោះថាតណ្ដបាលប្រែថាអ្នករក្សាស្មៅបានបាយមួយថ្ងៃមួយឆ្នាំអង្គុយគិតអញជាតិនឹងអាភ័ព្វខុសគេគិតមើលទៅប្រហែលជាមកពីអញមិនដែលបានធ្វើបុណ្យពីមុនមកអស់គេជួបជុំម៉ែឪបងប្អូនកូនចៅមានទ្រព្យសម្បត្តិអញក៏ព្រាតែម្នាក់ឯងអត់មានចំណេះទៀតប្រកបហើយមកពីមុនមកអញមិនបានធ្វើបុណ្យអីគេឥឡូវបាយមួយឆ្នាំហ្នឹងបើឃើញលោកបិណ្ឌបាតបើឃើញអ្នកស្មោមកំសត់ទុរគតអ្នកសុំទានអញនឹងចែកឲ្យដើម្បីយកបុណ្យណាគិតធ្វើអញ្ចឹងចាប់ផ្ដើមសាងសេចក្តីល្អស្រាប់តែអដៅកាលចេញភាសានេះមកដល់ឃើញផ្ទះលោកសេដ្ឋីមនុស្សអ៊ូអែគេរៀបចំគាត់ឆ្ងល់ទៅសួរលោកសេដ្ឋីហើយលោកសេដ្ឋីគេធ្វើស្អីគេនោះសេដ្ឋីថាគេកំពុងតែរៀបចំស្បង់ស្បាយត្រៃជាពោះធ្វើបុណ្យកថាកថានោះស្អីគេលោកសេដ្ឋីកថានឹងបុណ្យហើយបុណ្យនឹងអ្មេចបុណ្យកថានឹងយើងធ្វើទៅបានពូជឲ្យកើតជាមនុស្សឲ្យកើតជាទេវតាមានរូបក៏ស្រស់ស្អាតមានគ្រឿងអលង្ការមានទ្រព្យសម្បត្តិច្រើនមានលៀបមានយសជាសេដ្ឋីមានតំណែងមានតំណែងអញ្ចឹងហ្នឹងណាអូអញ្ចឹងណាមិនតែប៉ុណ្្នឹងទេមានបរិវារមានចំណេះចេះដឹងឆ្លៀវឆ្លាមមិនពិការមិនពិរីអីទៀតនោះអូអញ្ចឹងខ្ញុំជាតិនឹងក្រអភ័ព្វកំសត់ប្រហែលជាមកពីជាតិមុនអត់ដែលបានធ្វើកថានេះមែនទេលោកសេដ្ឋីប្រហែលជាចង់មែនហ្នឹងអញ្ចឹងលោកសេដ្ឋីខ្ញុំចង់ចូលធ្វើជាមួយលោកផងបានទេមានអីបានតាបានណាបើបានអណាខ្ញុំចូលជាមួយលោកសេដ្ឋីដែរមកដល់ផ្ទះវិញគិតអញនឹងបានអីចូលឬអត់មានលុយសពុតមានតែមួយហើយបើយកសពុតនឹងទៅចូលអត់អីស្លៀកអត់កើតទេខណៈចិត្តទី2ថាទ្រព្យសម្បត្តិរបស់អញល្អមានសពុតមួយហ្នឹងបើអញយកទៅចូលបានបើអញមិនយកទៅចូលអញអត់បានធ្វើកថាទេហើយបើអញបានធ្វើកថាទេផុតហើយចិត្តកំណាញ់ចេញមកទប់ណែលុយមិនងាយរកបានទេធ្វើកថាធ្វើបន់ខ្វះអស់ទៅបានអីស្លៀកទុកស្លៀកទៅល្អជាងហើយកុំនឹកឃើញខណៈចិត្តទី3កថាមានពេលមានវេលាបើអញមិនយកសពុតនឹងទៅចូលតើអញបានអីចូលណាហើយបើទុកអញទុកសពុតនឹងក៏អញវាគ្មានទៅណារួចដែរវានៅតែក្របើអញ្ចឹងវាក្រទៅហើយឲ្យវាទល់ក្របត្មងទៅធ្វើឲ្យកើតត្មងណាកុំឲ្យអនាគតទៅវាក្រទៀតដោះអាសពុតនឹងយកទៅបោកទឹកឲ្យស្អាតយកទៅចូលជាមួយលោកសេដ្ឋីថាគ្រប់អស់ហើយស្បង់ជាពោអត់ខ្វះសពុតអត់ខ្វះទៅយកខ្ញុំបានអីចូលសេដ្ឋីនឹកថាផ្លេចទិញចេះអត់មានចេះអូអញ្ចឹងទុកឲ្យខ្ញុំចេញចេះខ្ញុំយកសពុតទៅលក់ទិញចេះយកសពុតទៅដាក់លក់អីផ្សារ
នៅតែ7ថ្ងៃទៀតដល់ថ្ងៃធ្វើបន់ហើយដាក់សម្ពុតអង្គុយលក់កុំឲ្យមានអាណាទិញមួយដោយកណាត់កតបជូតអានៀបខ្ញុំអាគេមិនទិញឲ្យគេចំអកឲ្យទៀតលក់ស្អីអាកណាត់ចឹងអាណាគេទិញមួយចំអកហើយអាខ្លួនឯងលក់នឹងលក់សម្ពុតប៉ុន្តែខ្ទាស់ស្លឹកឈើអង្គុយបិទបានខ្លួនហើយដូច្នេះគេចំអកឲ្យគាត់ថាណែខ្ញុំស្លៀកស្លឹកឈើទៅមួយរយៈហ្នឹងឯងតទៅមុខខ្ញុំឡើងជាស្លឹកឈើហើយណាខ្ញុំស្លៀកស្អាតជាងលោកទៀតហើយវាគ្មានអាខ្មេះទេលក់មិនដាច់អង្គុយលក់ចឡើងបានមានយាយម្នាក់មកទិញទៅបានលុយហើយអណាទៅទិញចេះទៅចូលដេសម្ពុតកឋិនដល់ថ្ងៃហែកឋិនគេហូលប្រមុំចងក្បិនហែកឋិនយ៉ាងសង្ហាឯងនេះម្ចាស់កឋិនមួយគេដែរអត់មានអីស្លៀកខ្ទាស់ស្លឹកឈើស្លៀកសំណាងហើយណាញោមចេះស្លឹកឈើអត់សម្ោចទេបើមានសម្ោចមានក្រងមានកតិចអាលតែមួយពីរមិនបាច់ទេលោតលឿនជាងឆាយ៉ាំទៀតខុសចង្វាក់បាត់ហើយដល់ពេលហែកឋិនទៅមនុស្សវាល្អមើលវាដូចអាដេញអ្នកម្ចាស់កឋិននឹងរំឆាយ៉ាំដែរដល់ស្លៀកស្លឹកឈើហែកឋិនគេទៅតាមមើលទាំងក្មេងទាំងចាស់ឲ្យព្រាតមិនមែនប៉ាល់តែមនុស្សប៉ាល់ទាំងទេវតាក៏ជួយមើលអីជ្រះថ្លាអីក៏យ៉ាងហ្នឹងលោកអើយស្លៀកស្លឹកឈើហែកឋិនដល់លវេកឋិនថ្វាយព្រះអង្គថ្វាយព្រះសង្ឃចប់សពគ្រប់ទេវតានឹងវត្តនៅមិនស្ងៀមឲ្យពោសាធុឲ្យចេញសម្លេងហ្មងចេញមកសាធុឲ្យទៅហឹងពេញវត្តទេវតានៅវាំងឮក៏ស្រែកឲ្យពោសັບសាធុការទេវតាលើអាកាសស្រែកទេវតានៅខាងលើស្រែកឲ្យពោទៅហឹងពេញមេឃស្រាប់តែពរាជាឆ្ងល់មកសម្លេងស្អីចេះលោកអើយសម្លេងស្អីចេះហៅហោរាមមកទាយហោរាមនឹងទាយថាមិនទេលោកអើយគូកវាសយកដីសយកក្តារមកគូរាប់ដៃរាប់ជើងមិនដឹងថាមិនទេនេះព្រះអង្គអើយបែកចង្រៃហើយព្រះអង្គតើដុតសัตว์បូជាយ៉ាញ់មើលទៅកុំឲ្យវាគ្រោះថ្នាក់ដល់នគរដល់អគ្គមហេសីដុតសัตว์ទាំងរួចបូជាយ៉ាញ់ទេព្រះអង្គទេវតានឹងកពូលស្វេតឆ័ត្រនឹកឃើញហ្នឹងទេតាហោនេះទាយតែប្រេះតែប្រដាស់គ្មានត្រូវអីបន្តិចសោះក៏ងាកបង្ហាញខ្លួនមកទូលស្ដេចថាពរាជាអត់មានរឿងចង្រៃទេណតណ្ណបាលធ្វើកឋិនអស្ចារ្យជាងគេមកពិភពលោកវាមិនដែលមានទេមានតែមួយស្លៀកស្លឹកឈើហែកឋិនណោះអញ្ចឹងទេវតាចម្លែកពេកនឹងឲ្យពរទៅហើយរឿងហ្នឹងមកតែល្បីក្នុងអនាគតទៅប្រសងយកមកទេសនានិយាយដើមឥឡូវនិយាយដើមមែនដូច្នេះញោមមកពរាជាលឺតែប៉ុណ្ណឹងទេវតាបាត់ខ្លួនទៅវិញទៅពរាជាឲ្យគេទៅហៅតណ្ណបាលចូលវាំងតណ្ណបាលមិនខ្ចីចូលមិនហ៊ានចូលឯងស្លៀកស្លឹកឈើទៅចូលធ្វើអីបានពរាជាបញ្ជូនអាសពុតល្អតែឲ្យស្លៀកហើយចូលមកដល់ក្នុងវាំងមកពរាជាសុំទិញបន់អត់លក់ឲ្យ100អត់លក់ឲ្យ1000អត់លក់ឲ្យ10000អត់លក់បន់អស់ទៅខ្ញុំព្រះអង្គជាតិក្រោយនៅតែក្រទៀតដដែលតទៅមុខនៅក្រទៀតដដែលអញ្ចឹងអត់លក់ទេទុកបន់នឹងឲ្យមានគេឯងតទៅមុខព្រះជាថាបើអញ្ចឹងខ្ញុំសូមអនុមោទនាចំណែកបន់ផងបានបើអនុមោទនាបានព្រោះអនុមោទនាអត់អស់ទេដូចភ្លើងទៀនចម្លងទៅទៀនមួយទៀតចម្លងចែកគ្នាភ្លឺចែកគ្នាឆេះអញ្ចឹងមិនផលិតទៀននឹងទៅឲ្យទៀនថ្មីទេគឺចម្លងទៅវារីកកាន់តែខ្លាំងអញ្ចឹងបានដល់ព្រះជាបានអនុមោទនាកឋិននឹងឲ្យត្រេកអរជ្រះថ្លាក៏រំពឹងថាគាត់នឹងប្រហែលល្អហើយព្រោះសម្បីតែទេវតាក៏ឲ្យពរវាដែរបើអញ្ចឹងរាប់អានវាទៅមិនខុសទេបកុលទ្រព្យសម្បត្តិមានគោក្របីតម្រៃសេះមាសពេជ្រកែវកងឲ្យដីធ្លីតាំងឋានៈតំណែងជាមហាសិទ្ធិបដ ហើយយីលបាយក្របាត់ហើយញោមធ្វើកឋិនម្ដងសពុតងូតមួយមកចូលគេលបាយក្រតែមកដល់តែបានជាសិទ្ធិអញ្ចឹងផ្អើលមនុស្សសិទ្ធិដទៃក៏គេស្រឡាញ់រាប់អានគាត់នឹងដែរមកស្រឡាញ់រាប់អានគាត់ផ្អើលដល់ប្អិនទៀតប្អិននេះនោះចុះមកដល់សុំអនុមោទនាចំណែកបុណ្យជាមួយទៀតបរោះនឹងមានសតិមានបញ្ញាពិចារណារលឹកដឹងឲ្យប្អិនអនុមោទនាបុណ្យហើយនិយាយប្រាប់ប្អិនថាប្អិនហើយខ្ញុំព្រះអង្គសូមប្រាថ្នាអនាគតជាតិប្រាថ្នា4យ៉ាងនឹងមុខប្អិននឹងហ្មងប្អិនថាឯងប្រាថ្នា4យ៉ាងប្រាថ្នាអីខ្លះថាទី1សូមកុំឲ្យខ្ញុំព្រះអង្គនឹងលុះក្នុងអំណាចស្ត្រីទី2កុំឲ្យមានប្រពន្ធពីលទី3កុំឲ្យមានមិត្តភក្តិជាមនុស្សពីលទី4កុំឲ្យកំណាញ់ប្អិនឆ្ងល់បដ ாய் ហើយអាមិនប្រាថ្នាខុសគេខុសឯងចុះមើលណែឯងនិយាយមើលព្រះអង្គឲ្យថាទី1កុំឲ្យលុះក្នុងអំណាចស្ត្រីពីជាតិមុនខ្ញុំមានប្រពន្ធស្អាតហើយខ្ញុំខ្លាចប្រពន្ធណាខ្លាចគេមិនស្រឡាញ់ខ្ញុំទៅស្រឡាញ់អ្នកផ្សេងខ្ញុំថែគេខ្ញុំថ្នមគេទាធ្វើសិលគេមិនឲ្យធ្វើទាធ្វើបុណ្យគេមិនឲ្យធ្វើទាធ្វើទាមិនឲ្យធ្វើខ្ញុំក៏មិនហ៊ានជំនះជាងប្រពន្ធណាប្រពន្ធគេទៅណាទៅនងហើយដល់ទៅពេលអត់បានសិលអត់បានបុណ្យអត់បានទានស្លាប់ទៅចោលទ្រព្យសម្បត្តិទៅនរកប្រែតគ្មានខ្មោចប្រពន្ធឯណាមកជួយខ្ញុំបានខ្ញុំរងទុក្ខលំបាករាប់លានសែនឆ្នាំឥឡូវរៀងហើយតទៅមុខបើបានប្រពន្ធកុំឲ្យប្រពន្ធចិត្តពីលអីយ៉ាកុំឲ្យលុះក្នុងអំណាចស្ត្រីដល់ទី2កុំឲ្យមានប្រពន្ធចិត្តពីលហ្នឹងអាម៉េចថាប្រពន្ធនឹងមិនជឿសិលមិនជឿទានមិនជឿកម្មមិនជឿផលមិនមានសទ្ធាម្លោះហើយមិនឲ្យធ្វើបុណ្យមិនឲ្យសន្តាននាំគ្នាប្រព្រឹត្តអំពើបាបផ្សេងហើយគាត់បានប្រពន្ធពីលនឹងឯងធ្វើតែអំពើអាក្រក់ទីបំផុតស្លាប់ចោលទ្រព្យសម្បត្តិទៅកើតនរកប្រែតអស់កាលយូរឥឡូវលែងឲ្យមានប្រពន្ធចិត្តពីលហើយចុះមួយទៀតណែឯងមិនឲ្យនៅជួបមិត្តពីលហ្នឹងអាម៉េចព្រះអង្គឲ្យពីជាតិមុនខ្ញុំព្រះអង្គជាកូនជាងមាសមានទ្រព្យសម្បត្តិច្រើនណាស់រួចខ្ញុំព្រះអង្គទៅសែបគប់មិត្តភក្តិមួយក្រុមហ្នឹងគេមិនដែលបបួលទៅបុណ្យទេគេបបួលដើរលេងល្បែងអបាយមុខផ្សេងល្បែងស្រីល្បែងស្រា
ពីលាភ្នាល់គ្នាដើរលេងហួសពេលវេលាហើយធ្វើសិលធ្វើទានអីក៏អត់ដូច្នេះខ្ញុំគិតតែប្រព្រឹត្តល្បែងតាមគេប្រអិនហើយស្រាប់តែស្លាប់ពីនោះមកព្រះអង្គទៅស្លាប់កើតកំណើតក្នុងឋាននរកប្រែតអស់កាលយូរមកកើតជាដេរឆានតម្រាំបានមកមនុស្សវិញនេះយូរឆ្នាំណាស់បើអញ្ចឹងរៀងហើយបើមានមិត្តភ័ក្តិសូមឲ្យបានមិត្តល្អចេះកុំឲ្យជួបមិត្តអាក្រក់វាមិនដែលនាំផ្លូវចម្រើនទេចុះមួយទៀតណែឯងថាកុំឲ្យកំណាញ់នោះមិនបានលើកឡើងប្រាប់ថាបានជាខ្ញុំនឹងកុំឲ្យកំណាញ់នឹងខ្ញុំអារឿងកំណាញ់ពីជាតិមុនធ្លាប់កើតជាសេដ្ឋីរួចខ្ញុំកំណាញ់ណាស់នរណាសុំទាននរណាធ្វើបុណ្យអីមិនដែលលះបង់100 រៀលទេលោកហើយស្រាប់ទៅដល់ថ្ងៃស្លាប់គ្មានយកមាសអីបានមកជីមកហ៊ុនលុយ100 រៀលអីទៅទេស្លាប់មកទៅទេទ្រព្យទុកឲ្យគេអ្នកនៅរស់គេចាយវាយទ្រព្យខ្ញុំទាំងអស់ខ្ញុំមកទៅទេហើយដល់មកទៅទេអត់មានពូជបុណ្យនៃកើតជាមនុស្សខ្ញុំទៅរងទុកលំបាកក្នុងនរកប្រែតអស់កាលយូរបានជាប្រាថ្នាកុំឲ្យកំណាញ់ណែជាក់ស្ដែងជាតិនឹងលោកបើខ្ញុំបានជ្រះថ្លាក្នុងគណៈចិត្តទី1យកសម្ពុតនឹងទៅចូលប្រអិននឹងចោះមកនិមិត្តកែ7ប្រការទេវតានឹងថែរក្សាខ្ញុំរស់នៅដោយសម្បត្តិទឹកប៉ុន្តែបើខ្ញុំជ្រះថ្លាក្នុងគណៈចិត្តទី2ខ្ញុំនឹងត្រូវបានធ្វើជាស្ដេចខ្ញុំមិនព្រមសោះខ្ញុំជ្រះថ្លាក្នុងគណៈចិត្តទី3ទៅហើយអញ្ចឹងហើយបានខ្ញុំបានត្រឹមតែមហាសេដ្ឋីប៉ុណ្ណឹងយកមើលកណ្ដេះគ្រាន់តែកំណាញ់ឡើងសាញ3ដងធ្លាក់បនមកត្រឹមសេដ្ឋីបាននៅនឹងប្រាប់បានដោយសារតែរឿងកំណាញ់ហ្នឹងបានខ្ញុំធ្លាក់ពីអាលៀបខ្ពស់មកបានអាលៀបទាបប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងអនាគតទៅសូមកុំឲ្យកំណាញ់ទៀតបានក៏ត្រេកអររីករាយជ្រះថ្លាដល់គាត់នឹងបានត្រឡប់ទៅវិញគាត់អស់អាយុពីហ្នឹងស្លាប់ទៅកើតក្នុងឋានយាមាឋានដោះសិតឋានតាវតឹងហើយតទៅមុខទៅកើតក្នុងឋានដោះសិតអស់កាលយូររងចាំព្រះសិអាមេត្រីយកខ្ញុំដល់ព្រះសិអាមេត្រីត្រាស់ដឹងឡើងគាត់ចុះត្រឡប់មកវិញហើយដល់ចុះមកពេលនោះមានព្រះរាជាមួយអង្គពនាមមណ្ឌលរាជាព្រះរាជានោះសោយសម្បត្តិនៅស្រុកមនុស្សនេះនៅក្នុងនគរមណ្ឌលវតីគាត់មកចាប់កំណើតកូនស្ដេចនឹងមិនយូរប្រមាណព្រះរាជានោះក៏សោយទីវង្គតទៅបកុលទ្រព្យសម្បត្តិឲ្យកូននឹងកូនឡើងក្រុមរាជសម្បត្តិគឺតួអង្គតណ្ណបានឹងបានសោយរាជសម្បត្តិក្នុងសម័យព្រះសិអាមេត្រីស្រាប់តែសោយរាជសម្បត្តិបានមួយរយៈព្រះសិអាមេត្រីក៏ត្រាស់ដឹងឡើងដល់ត្រាស់ដឹងឡើងហើយជ្រះថ្លាស្ដាប់ធម៌នឹងលះបង់ទ្រព្យសម្បត្តិនឹងចូលទៅសាងភ្នោះបួសជាអហេភិក្ខុបានសម្រេចធម៌ជាន់ខ្ពស់និព្វានផុតទុក្ខភ័យក្នុងសម័យកាលនោះឯងហើយបានទេវបុត្រនឹងនិទានរឿងប្រាប់ព្រះមហាមោគលានជ្រះថ្លាពុនពេកចុះមកថ្វាយអង្គមសួរព្រះបបិទ្ធព្រះអង្គដោយចម្រើនអ្នកធ្វើកឋិនបានអានិសង្សយ៉ាងម៉េចខ្លះទៅបងប្រពុតសម្ដែងប្រាប់ថាអ្នកធ្វើកឋិននឹងសុរូបតាមានរូបក៏ល្អសុវណ្ណតាមានពណ៌ក៏ស្រស់សុសន្តានាសន្តានទ្រង់ទ្រាយក៏ល្អតិកបញ្ញាវិសារតោមានបញ្ញាក៏ច្រើនចក្រវត្តិរាជាហោតិនឹងបានជាស្ដេចចក្រពត្តិឬក៏ជាអ្នកធំជាអាយដាមជាលោកជំទាវហើយមួយទៀតនឹងបានជាអហេភិក្ខុឧបសម្បទាមិនតែប៉ុណ្ណោះទ្រព្យសម្បត្តិរបស់បរិសនោះចោលមិនលួចទឹកមិនលិចភ្លើងមិនឆេះអ្នកដែលធ្វើកឋិននោះមិនងាយស្លាប់ពាក់កណ្ដាលអាយុទេបើមិនទាន់អស់អាយុខៃមិនងាយស្លាប់ទៅណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរសំបីទេវតាក៏ជួយថែរក្សាការពារមនុស្សនេះមានរូបឆោមលោមពណ៌ល្អហើយមិនខ្វាក់មិនខ្វាន់មិនខ្វងមិនថ្លង់មិនក៏មានសតិបញ្ញានឹងខ្លាយជាអ្នកប្រាជ្ញរាជបណ្ឌិតមិនកើតតកូលថោកទាបមិនទៅអបាយភូមិមកកលៀនហើយចុះអ្នកបានឃើញហើយតើសម្បត្តិរបស់តណ្ណបាននោះហើយគឺជាអានិសង្សរបស់ប្រធានព្រះអង្គនៅនេះព្រះអង្គដឹងទៀតបានព្រះអង្គសម្ដែងជ្រះថ្លារឿងរ៉ាវនេះខ្ញុំគិតមើលចុះឃើញដែរអ្នកចូលកឋិនជាមួយគេក៏វាមិនអត់ប្រយោជន៍ដែរឲ្យតែចិត្តជ្រះថ្លាសំខាន់ចេតនាហੰភិក្ខវេបញ្ញវទាមិមនាលភិក្ខុទាំងឡាយតថាគតពលថាបុណ្យអាស្រ័យចិត្តអាស្រ័យចេតនាបើចិត្តជ្រះថ្លាសូម្បីតែសាដកមួយឬក៏បច្ច័យលុយកាក់ប្រាក់100រៀលអង្គម្ចានក៏បានបុណ្យរាប់មិនអស់ដែរអញ្ចឹងប្រយ័ត្នចិត្តណាញោមហើយតែចិត្តហើយកឋិនទៅមុខកញ្ញើវកើតឡើងមកមានមុខកញ្ញើមានទ្រព្យសម្បត្តិច្រើនប៉ុន្តែមុខកញ្ញើដូចមានស្ដេចមួយអង្គនោះស្ដេចនោះមានឫទ្ធិអំណាចខ្លាំងប៉កែណាមានដេជះបារមីខ្លាំងប៉ុន្តែស្ដេចនឹងមុខកញ្ញើមុខខ្មៅហើយកញ្ញើមុខពេលថាឃើញក្មេងល្មមឃើញយំម្ដងមកខ្លាចមុខស្ដេចនឹងមុខអាក្រក់ហើយគេសួរថាឲ្យបបកម្មអីស្ដេចនឹងបានជាមុខអាក្រក់ម្លេះពីជាតិមុនធ្វើកឋិនហើយដល់គាត់ជាអ្នកក្រមកហែកឋិនគេមកចូលគេអត់មានអីយកភ្លុកតម្រៃប្រប៉ាន់មេដៃអង្គុយឆ្លាក់ធ្វើកំពង់មជុលឆ្លាក់បានដាក់មជុលក្នុងហ្នឹងហើយកាន់មកហែកឋិនគេសបាយណាស់អនុមោទនាសាធុកំពុងរីករាយជ្រះថ្លាសោមនោះមានអាពួកជើងខលថាណាដឹងកឋិនស្អីរាប៉ាន់មេដៃធ្វើឯងហែកឋិនចេះខ្មាស់គេជាខ្មាស់គេប៉ាន់មេដៃធ្វើឯងមកហែកឋិនឯងគេដែរដល់គេថាឲ្យលឺពេញទៅជាអញ្ចឹងអាជ្រះថ្លាហ្នឹងវាបាត់បដោយទៅខឹងហ្មងខឹងឆេវហ្មងណាអញកុំមកជាប់ហែកឋិនអញវាយផ្អើលគេហ្នឹងឥឡូវហ្នឹងអញកំពុងតែក្រអត់លុយហើយវាមកថាអញ្ចឹងឲ្យទៀតនោះណាឲ្យទ្រាំញោមមុខញោមមាត់ទៅខំទប់មុខទប់មាត់ឲ្យកញ្ញើទៅខឹងមុខក្រហមថ្លែអញ្ចឹងទៅលែជ្រះថ្លាហ្មងអាមកថាអញ្ចឹងទៀតហែកឋិនទាំងមុខកញ្ញើវេកឋិនទាំងមុខកញ្ញើចប់កឋិនទាំងមុខកញ្ញើទៅផ្ទះវិញមុខកញ្ញើដដែល
មានអីញោមឲ្យរឿងប៉ុណ្ណឹងបានជាស្លាប់កើតមកជាតិហ្នឹងបានកើតជាស្ដេចហ្នឹងគេថាហ្នឹងឯអានិសង្ឃជ្រះថ្លាធ្វើកថាបណ្ដាមុខកញ្ញើហ្នឹងមកពីដាំពូជកញ្ញើកាលនោះអញ្ចឹងដែរបើអញ្ចឹងញោមញាតិឲ្យកុំដាំមុខកញ្ញើអីណាញោមលោកទេមិនព្រោះដោយសម្លមិនឆ្ងាញ់ក៏ដោយថ្ងៃក្តៅក៏ដោយព្យាយាមញញឹមណាញោមអាត្មាចូលចិត្តមើលយាយញញឹមស្អាតស្រស់យាយចាស់ឲ្យស្មាតោបាក់ថ្មិញផងថ្ពាល់ខតផងបើគាត់យំគាត់ពេបអាក្រក់មើលឃើញគាត់ពេបទៅភ្នត់មាត់2 3ភ្នត់មកខាងហូរទឹកភ្នែកផងអីផងដូចអាណោចអាធំដូចសង្វេកកំសត់ទៅញោមអញ្ចឹងហើយបើយាយចាស់ប៉ុណ្ណាដែរបើគាត់ញញឹមមើលទៅនៅតែស្រស់នៅតែស្អាតអញ្ចឹងព្យាយាមញញឹមឲ្យស្រស់ឃើញមើលមុខចំគ្នាញញឹមបន្តិចដាក់គ្នាអញ្ចឹងទៅដើម្បីឲ្យកើតជាតិណាក៏មុខស្រស់ហើយចាអញ្ចឹងបនកថាសម្ដែងតាមរយៈនិទានជាធម្មជាបុគ្គលាឋិដ្ឋានញោមស្ដាប់ប៉ុណ្ណេះសំគួរហើយម្ចាស់កថាក៏បានបនបានអានិសង្ឃអ្នកមកចូលរួមក៏បានបនអានិសង្ឃអ្នកមកចាត់ចែងដោយលោកគ្រូអាចារ្យក៏បានបនអានិសង្ឃអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាអាសាកន្ទ្រឹមកន្ទ្រាក់ញាក់កន្ទ្រាក់រំត្រំដីតន្ត្រីឆាយយ៉ាំលបាំឡាំយីកេស្រែកហោស្រែកហេពេញទឹកពេញដីអ្នកហែអ្នកហមអមដំណើរអ្នកតាំងពីខាងចុងភៅជើងចក្រានជើងឆ្នាំងចិត្តបន្លែផ្លែឈើអ្នកដាំអ្នកស្លអ្នកស្លុកបងប្រហុកបងអំបិលបងបិជ័យទាំងចាស់ទាំងក្មេងរត់តុកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យអ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យអ្នកខ្វល់ខ្វាយរត់ទិញសម្ភារៈសន្តិសុខសម្រាប់ធ្នាប់សម្រួលចរាចរណ៍សពបែបយ៉ាងបានបុណ្យបានអានិសង្ឃសពចម្រើនទាំងអស់គ្នាសូមឧទ្ទិសកុសលផលបុណ្យឲ្យបានដល់បុព្វការីជនដែលបាក់បែកចែកឋានទៅលោកខាងមុខទាំងញាតិរបស់ម្ចាស់បុណ្យទាំងញាតិរបស់ពុទ្ធបរិស័ទទាំងអស់ដូនតាម៉ាកងចឹកចែសោហៀទាអ៊ីពេកៅកងសោអានអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួ1000តម្រួតតាទុយទូតតាលាយលានាំគ្នាមកទទួលអត្ថប្រយោជន៍ផលកុសលផលបុណ្យសោយសម្បត្តិទឹកតាមប្រាថ្នានឹងជួយឲ្យពរឲ្យជ័យញោមប្រុសញោមស្រីពុទ្ធបរិស័ទទាំងអស់រស់រៀនមានជីវិតនៅជួបតែមេចាណាធ្វើកថាកើតអត់មានពុទ្ធបរិស័ទណាធ្វើកថាកើតសាមណេរក៏ធ្វើកថាអត់កើតប៉ុន្តែធ្វើហើយជាពរយកទៅប្រគិនលោកប្រសង់ទុកឲ្យភិក្ខុសង្ឃអ្នកក្រាលក្រងធ្វើកថាបានកើតអញ្ចឹងកថានទាយុគ្រាន់តែយើងហៅបដោះអាសន្នទេបើវាមិនតាន់ទៅជាកថានេះពីព្រោះយើងមិនអាចក្រាលក្រងកើតមិនអាចធ្វើឲ្យកើតចាប់តាំងពីញោមញាតរៀបចំសំទីកន្លែងបង្កើតកម្មវិធីឬថ្ងៃខែទិញដូរសម្ភារៈរហូតវេដាចប់ដល់ប្រសង់អានឹងគេហៅកថានទាយុអញ្ចឹងញោមញាតចប់ត្រឹមប៉ុណ្ណឹងហើយចាប់ពីប្រសង់លោកបានទទួលកថាញោមញាតវេហើយទៅលោករៀបចំធ្វើក្រាលក្រងតាមកិច្ចវិន័យគេហៅថាកថាកម្មនោះអានឹងជាកថារបស់សង្ឃអញ្ចឹងបើយើងចែកជាកម្មមានចេតនាកម្មនិងបញ្ញត្តិកម្មចេតនាកម្មញោមញាតចាប់ផ្ដើមធ្វើចង់ស្លមជូរក៏បានស្លកកោក៏បានចង់ឆាក៏បានចង់ជួលកុនលខោណាយ៉ៃលបែងលបាំឡាំយីកេឆាយយ៉ាំពិនពេតអានិតកងស្គរអីលេងអីក៏បានវានៅតែរបស់ញោមឡើយប្រហែលយប់គ្រប់ប្រហែលថ្ងៃក៏តែបានសូត្រមុនក៏បានមិនសូត្រក៏បានក៏នៅតែរបស់ញោមម្ដងអញ្ចឹងចាប់ពីពេលហ្នឹងទៅក៏នៅតែរបស់ញោមរហូតដល់តែចប់កម្មវិធីញោមត្រឹមវេប្រគេនប្រសង់អាហ្នឹងអស់ហើយចេតនាកម្មតែហ្នឹងដល់តែចាប់ពីប្រសង់ទទួលហើយលែងចេតនាកម្មគឺបញ្ញត្តិកម្មទៅធ្វើខុសច្បាប់វិន័យអត់បានទេបុណ្យកឋិននេះគឺជាទានមួយដែលលើកតម្កើងដល់សាសនាជាអាយុជីវិតនៃពុទ្ធសាសនាយើងជាការឲ្យទានអំណោយដល់ភិក្ខុសង្ឃអញ្ចឹងជួយដល់សាសនាជួយដល់ភិក្ខុសង្ឃជួយដល់សហគមន៍និងជួយដល់ខ្លួនយើងជួយដល់សាសនាត្រង់តាណាគេថាសាសនាយើងស្ថិតនៅបានតតែមានវិន័យវិនយោសាសនាសមូលឡើងវិន័យជាឫសគល់របស់ពុទ្ធសាសនាវិន័យស្ថិតនៅតាណាសាសនាស្ថិតនៅតានោះដល់ទៅពេលមិនមានកឋិនអត់មានអំណោយអ្នកគោរពវិន័យអ្នកចង់ធ្វើកឋិនបានភិក្ខុសង្ឃលោកត្រូវតែរៀនវិន័យធ្វើតលចេះវិន័យបានធ្វើកឋិនឡើងហើយរៀនវិន័យហើយលោកត្រូវតែចាំភាសានមស្ការថ្វាយអង្គមព្រឹកល្ងាចធ្វើបោសុតនិងធ្វើបវរណាកម្មបានមានសិទ្ធិទទួលកឋិនបើមិនអញ្ចឹងអត់បានកឋិនទេដូច្នេះហើយជំរុញឲ្យភិក្ខុសង្ឃរៀនវិន័យអញ្ចឹងវាជួយឲ្យសាសនានឹងថិតថេរនៅបានវានៅតែមានគេរៀនវិន័យអញ្ចឹងណាញោមណាហើយរៀនវិន័យដល់តែចេះដឹងទៅវាប្លែកពីអត់ចេះឧបមាថាកឋិននឹងជាទានបរិសុទ្ធអត់មានភិក្ខុសង្ឃដើរសុំគេទេគឺទុកឲ្យញោមញាតជ្រះថ្លាហែមកឯងអត់មានថាវត្តណាអត់កឋិនទៅដើរសុំគេមិនបាច់សុំទេកឋិននោះតែសុំគេឲ្យគេហែមកយកមកក្រាលក្រងវាអត់ឡើងអត់ដែលហ្នឹងឯងបើដូច្នេះដើម្បីបានបុណ្យកុសលច្រើនមិនបាច់សុំរងចាំឲ្យគេហែមកតម្រងពុទ្ធបរិស័ទទាំងឡាយជួយដល់ព្រះសង្ឃគឺជាអំណោយសម្រាប់ភិក្ខុសង្ឃពីសម័យព្រះអង្គពិចារណាឃើញលោកដែលចេញភាសាហើយធ្វើដំណើរទៅស្រុកកំណើតក៏មានទៅថ្វាយអង្គមគ្រូឧបជាយាចាក៏មានទៅសួរសុខទុក្ខញោមទៅនេះឯណោះដូចជាភិក្ខុ30អង្គក៏នាំគ្នាមកសួរសុខទុក្ខព្រះមកថ្វាយអង្គមព្រះប៉ុន្តែមកតាំងពីមុនចូលភាសានោះប៉ុន្តែវាផ្លូវវាពិបាកពួកលបាប់អត់មានឡានជិះដូចឥឡូវផងនៅសឹងចាំភាសាកដាលផ្លូវទៅដល់ថ្ងៃចូលភាសាមកជួបព្រះមិនតាន់ចាំភាសាកដាលផ្លូវចេញភាសាហើយស្ពាយបបាច់បបរនឹងមកថែមទៀតទៅមកជួបព្រះទៅ
ព្រះអង្គក៏សួរសុខទុក្ខដឹងរឿងថាហេតុតែធ្វើដំណើរមកព្រះអង្គផ្លូវឆ្ងាយព្រះអង្គប្ររពពីសង្សារវដ្តថាជីវិតយើងនេះវាវែងឆ្ងាយជាងនឹងទៀតសុខក៏ជួបទុក្ខក៏ជួបព្រាត់ក៏ជួបប្រាស់ក៏ជួបយំក៏ជួបសោយក៏ជួបម្នាក់ហ្នឹងមានទាំងយំទាំងសោយទាំងសបាយទាំងការទុក្ខណាញោមណាខ្សែជីវិតនៅក្នុងវាលវដ្តសង្សារនេះវាវែងជាងផ្លូវនឹងទៅទៀតព្រះអង្គក៏សម្ដែងធម៌ភិក្ខុសង្ឃស្ដាប់បានសម្រេចអរហន្តលាត្រឡប់ទៅវិញអស់ទៅបានព្រះអង្គពិចារណាថាកថានេះវាជាទំនៀមមួយរបស់ព្រះពុទ្ធតាំងពីបុរាណតែងតែអនុញ្ញាតឲ្យមកអញ្ចឹងដែរហើយវាជាអំណោយដល់ភិក្ខុសង្ឃបើលោកបានទទួលកថាហើយលោកនឹងបានអានិសង្ឃមានន័យថាស្រួលកាត់បន្ថយវិន័យខ្លះព្រោះវិន័យលោកធ្វើអីខុសច្រើនពេកបើបានទទួលកថាថយវិន័យខ្លះជាពិសេសចេញភាសាហើយលោកមិនបាច់យកស្បង់ចពោទៅទាំងអស់ទៅតែអាវនៃចពោមួយខោមួយទៅចេញទៅសឹងឯណាក៏បានមិនបាច់យកសង្ឃក្តីយកបាតយកអីទៅទេហើយមិនបាច់លាគ្នាក៏អត់មានទោសគេមុនទៅឆាន់ឯណាគណៈភោជនអីក៏បានព្រះអង្គក៏ប្រជុំភិក្ខុសង្ឃដើម្បីឲ្យអំណោយរង្វាន់កថានេះដោយយល់ថាបើភិក្ខុសង្ឃបានខំគោរពបប្រតិបត្តិចាំភាសាចេញភាសាទៅនឹងបានរង្វាន់ទាំងនេះក៏ប្រជុំភិក្ខុសង្ឃក្នុងកាលនោះភិក្ខុសង្ឃជុំហើយព្រះអង្គក៏មានបទពាក្យប្រពដល់ភិក្ខុទាំងឡាយដែលមានចែងនៅក្នុងគម្ពីរបត្រៃបិដកភាគ8ថាអនុជានាមិពេវសង្ឃវុទ្ធានំកថេណំអថរេតងអថេតកថនានំវោបញ្ចកបេសន្តិអនាមនចារោអសមាទានចារោគណៈភោជនំយាបតតចៃវរំយោយតតជប្រុបាតោសោនេសង្ឃភវិសតិមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុដែលបានចាំព្រះវសាហើយអាចបវរណាហើយអាចទទួលកថាបានបើភិក្ខុណាបានក្រាលក្រងកថាហើយនឹងបានអានិសង្ឃទាំង5ប្រការមានអនាមនចារោទៅណាមិនបាច់លាគ្នាអីជាដើមនេះបានអសមាទានចារោមិនបាច់អធិដ្ឋានបន្ទុកកាប់អីជាមួយស្បង់ចពោអីសឹងចោលស្បង់ចពោអីក៏មិនមានទោសគណៈភោជនំគេនិមន្តទៅឆាន់ជាគណៈជនពូលពាក្យមិនសមគួរអីក៏នៅតែឆាន់បានយាបតតចៃវរំទទួលជាពប្រមាណក៏ដោយទទួលឲ្យតែគេប្រគិនទទួលយកមកទុកចោះមិនបាច់អធិដ្ឋានមិនបាច់បន្ទុកកាប់អីក៏តែបានហើយយកចិត្តតចៃរូបាតោសោនេសង្ឃពុពិសតិជីវរណាកើតក្នុងអវាសណាបានតែភិក្ខុសង្ឃក្នុងអវាសនឹងទេរហូតដល់15កើតខែប្រគុណឯណោះម្ល៉េះហើយបានជាមានពុទ្ធបញ្ញត្តិនិងអនុញ្ញាតកថានឹងចាប់ពីពេលនឹងឡើងមកបានមនុស្សនាំគ្នាធ្វើបន់កថានេះពុទ្ធបរិស័ទនេះជាការជួយដល់ពុទ្ធសាសនានិងជួយដល់សហគមន៍ប្រសង់រីឯជួយដល់ប្រជាជនយើងគឺសពថ្ងៃបន់កថាជាបន់មួយដែលមានទឹកប្រាក់ធំរាប់លានម្ល៉េះហើយគេអាចកសាងកុដិសាលាស្ពានសាលារៀនមន្ទីរពេទ្យកសាងអីក៏បានដែរឲ្យតែឯកភាពគ្នាអញ្ចឹងយើងអាចប្រមូលថវិកានោះទៅកសាងអ្វីមួយតាមដែលប្រសង់និងគណៈកម្មការលោកសន្មតនេះជួយដល់សហគមន៍ភូមិស្រុករីឯជួយដល់ខ្លួនយើងជាអានិសង្ឃជាបុណ្យមួយសម្រាប់ខ្លួនយើងរស់រានមានជីវិតនៅណាញោមកថានេះជាទានប្លែកពីទានដតី5យ៉ាងប្លែកដោយកាលគឺបានតែមួយឆ្នាំម្ដងទេម្ដងហ្នឹងចាប់ពី100ខែអាសត់ដល់15កើតខែកដិបតែ29ថ្ងៃហ្នឹងទេបើធ្វើមិនតាន់អត់ទេតតែឆ្នាំក្រោយនោះមិនមែនចេះតែធ្វើបានរាល់ពេលរាល់វេលាដូចបុណ្យដតីទេប៉ុន្តែអ្នកណាធ្វើកាលទានហ្នឹងដល់បានផលក៏បានលឿនដែរណាញោមអ្នកធ្វើកាលទានគឺប្រទេសកំពុងក្រប្រជាជនកំពុងក្រប្រសង់កំពុងត្រូវការមនុស្សកំពុងលបាក់ដូចចំកន្លែងកំពុងលមាស់អញ្ចឹងណាញោមម្ល៉េះហើយអារបស់ថ្មីរបស់ថ្មោងរបស់ទៅនឹងដល់អានិសង្ឃដែលនឹងត្រូវបានមុនគេទាំងអស់របស់ណាចាញ់ថ្មីញោមបានរបស់ថ្មីរបស់ណាទំនើបញោមបានទំនើបហ្នឹងអ្នកធ្វើកាលទានគឺបានរបស់ណាទំនើបតាន់កាលតាន់សម័យអញ្ចឹងដែរទី2បុណ្យកឋិនទាននេះវាប្លែកដោយវត្ថុគឺមានស្បង់សង្ឃក្តីនិងជាពរ3ហ្នឹងធំជាងគេណាញោមបើញោមទិញជាពរទិញស្បង់សង្ឃក្តីធ្វើកឋិនសុំរើសអាកាត់ដាច់ណាញោមបើកាត់មិនដាច់ធ្វើមិនឡើងទេញោមញាតិពុទ្ធបរិស័ទទាំងឡាយក្រៅពីស្បង់សង្ឃក្តីនិងជាពរមិនអាចធ្វើជាកឋិនបានទេគ្រាន់តែជាបរិវារកឋិនតែប៉ុណ្ណោះទី3ប្លែកដោយអំពើគឺឆ្លាតទាំងអ្នកធ្វើឆ្លាតទាំងអ្នកទទួលអ្នកធ្វើម្ចាស់កឋិនហ្នឹងបើយើងគិតពីសង្កាត់ទៅសង្កាត់ទី1សំវត្តសិនបានវត្តហើយទី2រើសថ្ងៃណាទី3ប្រាប់ភ្ញៀវនឹងទិញសម្ភារៈទិញអីខ្លះហើយទី4ថ្ងៃហ្នឹងទទួលភ្ញៀវមកដាក់រោងតាណាអីពិនពិតនៅតាណាមីក្រូតាណាអាចារ្យអង្គុយតាណាទី5ហែកឋិនហែព្រឹកឲ្យហែថ្ងៃកំណត់ពេលវេលាឲ្យច្បាស់ជិះឡានជិះម៉ូតូឬក៏ដើរហើយបើជិះឡានចេញលុយខ្លួនឯងឬក៏គេចេញឲ្យគិតឲ្យហើយហើយដល់ពេលដំណាក់កាលបន្ទាប់ទៅទៀតវេកឋិនប្រកាសចំណូលចំណាយល្បិចឆ្លាតមួយនៅស្រុកស្រែកឋិននេះដើម្បីបានបន់ច្រើនកុំធ្វើតម្រូវលោកអង្គនេះក្មួយអញអង្គនេះប្អូនអញលោកតាអញហែទៅប្រគេនលោកតាអញអត់ឡើងទេអត់បានអានិសង្ឃទេអានិសង្ឃបានបន់តិចណាស់អញ្ចឹងពេលហែកឋិនទៅមិនសម្គាល់ថាលោកអង្គណាហើយមួយទៀតពេលវេហើយខុសពីបន់ដតីវេហើយដាក់អត់បាច់ប្រគេនទេណាញោមកឋិនដាក់នៅកណ្ដាលជំនុំសង្ឃអត់ប្រគេនទេតែញោមប្រគេនធ្លាក់បន់វិញអ្នកខ្លះអត់ដឹងទេហេខំហែពីណាប្តីមកគ្រាន់តែប្រគេនឲ្យបានបន់មិនមែនប្រគេនបានបន់នេះកឋិនអត់ត្រូវប្រគេនទេដាក់ជំនុំសង្ឃទុកឲ្យសង្ឃអ្នកដោះស្រាយ
គេស្វែងរកអង្គណាអ្នកក្រាលក្រងមិនយើងយកទៅប្រគិនអង្គនេះអង្គនោះខុសវិញយកទៅដល់វេឲ្យដាក់កដាលនឹងអត់ប្រគិនអង្គណាទាំងអស់អាហ្នឹងបានត្រូវហើយពេលដែលលោកក្រាលក្រងនឹងទៀតលោកប្រកាសស្វែងរកអង្គណាអ្នកក្រាលក្រងបានទៅលោកមានញាត់សូត្រប្រគល់ឲ្យអង្គនោះក្រាលក្រងបានអានិសង្សទៅអង្គនោះហើយបានលោកផ្សាយអានិសង្សមកភិក្ខុសង្ឃទាំងអស់គ្នាភិក្ខុសង្ឃនឹងឯងក៏បានមោទនាយកទៅរីឯសាមណេរណាដែលចាំភាសាមិនដាច់ក៏បានអានិសង្សសលៀបក្នុងកថានេះដែរហើយបើខ្វះលោកអាចពំពោះសាមណេរនឹងឲ្យគ្រប់ជាភិក្ខុចូលគណៈបរិកៈអាចទទួលការក្រងក៏បានអនុមោទនាក៏បានបដ ாய் ប៉ុន្តែវត្តស្រុកស្រែមានរឿងអញ្ចេះមួយដែរញោមញាតិខ្លះគាត់ប្រកាន់ត្រៃតូចត្រៃធំត្រៃលៀងត្រៃចំហៀងដល់ពេលគាត់ធ្វើទៅគាត់ថានេះត្រៃធំអានេះត្រៃតូចដល់គាត់ហែទៅគាត់តម្រូវឲ្យលោកក្រាលក្រងអានេះហើយដល់តែពេលលោកជើងកាលលោកទៅក្រាលក្រងត្រៃតូចត្រៃនេះត្រៃនោះតាំងគាត់ល្អចុះអាត្រៃធំនោះគេធ្វើសម្រាប់ត្រៃធំមិនក៏លោកមិនក្រាលទៅក្រាលអាត្រៃតូចឲ្យលោកអត់ក្រាលត្រៃអញទេអាហ្នឹងក៏វាធ្លាក់ដែរយើងអត់បាច់គិតថាត្រៃអញត្រៃគេទេពេលដែលយើងវេចប់ទៅត្រៃមានប្រមាណនៅមួយជុំក្នុងពហិហ្នឹងគឺលោកក្រាលមួយណាកើតជាកថាទាំងអស់នឹងតម្រងណាញោមណាហើយបើយើងទៅចង់ទៅចាត់ចែងថានេះត្រីក្រាលអានេះរបស់ខ្ញុំអានេះត្រីធំអានោះត្រីទូចទេកុំក្រាលអញ្ចឹងលែងឡើងទៅវិញវាទៅជាចម្ពោះទៀតឈប់ត្រីអញឈប់របស់អញដាក់ទៅលើសង្ឃស្រេចសង្ឃអ្នកចាត់ចែងចេះអញ្ចឹងបានជាអាត្មាលួងទឹកចិត្តញោមឲ្យហើយបើឃើញលោកមិនក្រាលត្រីញោមទេកុំឲ្យអត់ចិត្តថាទេអញខំហែទៅលោកអត់ក្រាលត្រីអញផងមិនមែនទេត្រីណាក៏ដោយទៅលោកក្រាលមួយហ្នឹងទៅទាំងអស់នោះហើយណាញោមណាបាននឹងមួយចំពោះវត្តស្រុកស្រែកថាគេត្រូវធ្វើឲ្យបាន5អង្គឡើងក្នុងជំនុំសង្ឃវត្តខ្លះមានលោកគ្រប់ភិក្ខុ5អង្គវត្តខ្លះគ្រប់ទេបានតែ2អង្គបានតែ3អង្គគេត្រូវទៅនិមន្តលោកពីវត្តដតីមកជួយហើយដល់ទៅពេលយើងអត់ដឹងពេលវេហើយអានិសង្ឃទី5មិញហ្នឹងថាយកចតិតជាប្របាតោសោនៃសង្ឃពវិសតិជាពរណាកើតក្នុងអាវាសណាបានទៅលោកក្នុងអាវាសហ្នឹងទេបើយើងវេកថាហ្នឹងទាំងអស់កើតក្នុងអាវាសហ្នឹងហើយលោកមកពីវត្តដតីអត់អាចយកទៅប្រគេនបានទេណាញោមអត់ទេដូច្នេះលោកមកពីវត្តដតីបានតែឆាន់ចង្ហាន់បានអភិធិទេអត់មានសិទ្ធយកសាដកយកជាពរយកអីបានទេចុះបើយើងអាណិតលោកចង់ឲ្យបានចង់ប្រគេនត្រូវធ្វើម៉េចសួរព័ត៌មាននេះហើយទៅដល់សួរថាមុនលោកពីក្រៅមកប្រមាណអង្គគេថា3អង្គ4អង្គដក4កញ្ចប់ប្រគេនទៅលោកឲ្យហើយតែម្ដងឬក៏ដកទុកម្ដុំអត់វេវាអត់តាន់វេវានៅតែរបស់យើងអាដែលទេដូច្នេះយើងប្រគេនផ្ទាល់ហ្មងអាហ្នឹងបានហើយបើថាវេជាសង្ឃហើយដូចកន្លែងខ្លះវេជាសង្ឃហើយទៅយកអាហ្នឹងទៅជួយប្រគេនលោកពីក្រៅអាហ្នឹងអត់បានទេបើវេជាសង្ឃហើយតើមានកិច្ចមានវិធីឲ្យសង្ឃនឹងឯងអាប់ប្រឡោតចែកឲ្យដាច់ទៅជារបស់បុគ្គលឲ្យអស់សិនបានសុំពីបុគ្គលមកវិញបានឲ្យទៅនៅនោះបានហើយបើនៅជារបស់សង្ឃឡើយអត់បានទេរឿងមួយអត់បានហើយសពថ្ងៃហ្នឹងនៅមានអញ្ចឹងលុយរាប់លានចូលទៅប៉ុន្តែសាលារៀនលោករៀនក្តៅលហៈសុំដាក់ដង្ហើមមួយគេថាលោកអត់ឲ្យកន្លែងខ្លះថាគណៈកម្មការគេមិនឲ្យគេទុកលុយកសាងអាត្មាថាកសាងស្អីបើអាលុយកាក់ហ្នឹងសម្រាប់យកមកប្រើក្នុងសាសនាហ្នឹងហើយបើលោកអត់តុកអង្គុយលោកអត់ដង្ហើមលោកអត់ភ្លើងទេកន្លែងសាលារៀនពុទ្ធកៈប៉ុណ្ណានេះហើយយកលុយហ្នឹងទៅធ្វើអីវាអញ្ចឹងវាអាឡ័យទៅប្រមូលទៅកសាងគិតទៅកសាងមិននឹងតែកសាងអីអាហ្នឹងហើយដែលគេហៅថាជួនកាលទៅយើងគិតតែពីកសាងសំណង់អីផ្សេងប៉ុន្តែយើងអត់បានគិតឧបត្ថម្ភអ្នករៀនអ្នកសូត្របើសិនជាតទៅមុខមានសិទ្ធិកត់ថ្មពហិថ្មសាលាថ្មប៉ុន្តែអត់មានលោកសោះសួរថារីចម្រើនសាសនាមកពីណាអញ្ចឹងសាសនាតើមានលោកសិក្សារៀនសូត្របានជាសំបីតែពុទ្ធនឹងក៏ព្រះអង្គអនុញ្ញាតកថានឹងជាអំណោយសម្រាប់លោកខំរៀនសូត្រនឹងដែរណាញោមណាអញ្ចឹងហើយបានយើងគួរតែយកចិត្តទុកដាក់ប្រសងរៀនសូត្រនឹងហើយព្រោះតាំងពីសម័យសង្គ្រាមអ្នកប្រាជ្ញស្លាប់ចេះដឹងអ្នកចេះដឹងស្លាប់អស់ទៅអ្នកកើតក្រោយដែលចេះដឹងនឹងមកពីអ្នកបុស្សអ្នករៀននឹងហើយចេះតែផ្សព្វផ្សាយបន្តហើយបើយើងមិនលើកតម្កើងអ្នកបុស្សអ្នករៀននេះលើកតម្កើងតែសំណងយូរទៅវាមានតែសំណងអត់មានមនុស្សនៅអត់មានលោករៀនណាញោមណាអញ្ចឹងបានថានេះសហគមន៍ការជួយដល់ប្រសងរីឯទាននេះទៀតវាប្លែកពីទានដតីមួយទៀតត្រង់ថាកថាវាប្លែកត្រង់បដិគេហកៈអ្នកទទួលបានតែភិក្ខុសាមណេរមិនអាចទទួលបានប្រទេសដតីដែលមិនមានពុទ្ធសាសនាអត់មានកថាប្រទេសដែលមានពុទ្ធសាសនាដែរតែអត់មានភិក្ខុក៏អត់មានកថានៅឋានសួគ៌អត់មានកថានៅឋានពុទ្ធអត់មានកថាប្រហែលឆ្នាំមុនមានអ្នកខ្លះផ្អើលហើយកថាយកទៅជូនលោកគ្រូធម្មមេចានេះលោកគ្រូធម្មមេចានោះបារមីព្រះសិអាលិចឲ្យកើតអត់ឡើងជាកថាទាំងអស់កថាមានតែវេដល់ភិក្ខុសង្ឃតែមួយមុខបើយកទៅគ្រូនេះគ្រូនោះអត់ឡើងទាំងអស់អត់មានកថាថ្វាយប្រអិនទេអត់មានកថាថ្វាយប្រព្រំទេប៉ុន្តែប្រហែលឆ្នាំមុនអាត្មាលើគេផ្សាយមានកថាថ្វាយប្រអិនថ្វាយប្រព្រំអត់មានទេកថាមានតែភិក្ខុសង្ឃគត់ហើយវេដោយអាត្មាថាអញ្ចឹងវេហើយអត់ប្រគេនទេវេហើយដាក់ទុកឲ្យភិក្ខុសង្ឃអ្នកចាត់ចែងទៀតញោមញាតិពុទ្ធបរិស័ទផ្នែកមួយទៀតនោះត្រង់ថាញោមញាតិនឹងឆ្លាតមានបញ្ញាខ្លាំងណាស់បានធ្វើបុណ្យកឋិននេះបូជាដល់ពុទ្ធបំណងបុណ្យកឋិនផ្លាច់ដោយអានិសង្សបានអានិសង្សទាំងពីរញោមញាតិអ្នកម្ចាស់បុណ្យក៏បានអានិសង្សភិក្ខុសង្ឃនេះធ្វើត្រឹមត្រូវក៏លោកបានអានិសង្សបានទាំងសងខាងបុណ្យដតីបានទាំងអ្នកធ្វើបុណ្យកឋិនបានទាំងអ្នកទទួលដែរមានរឿងចង់ប្រាប់ញោមមួយទៀតដែលថាញោមឆ្លាតគេហៅថាអ្នកធ្វើកឋិននឹងជាអ្នកបូជាដល់ពុទ្ធបំណងនោះផងជាមនុស្សឆ្លាតដោយសារភិក្ខុសង្ឃណាសម័យដើមពេលគេហែកឋិនមកគេមិនយកជាពរដូចយើងទេសម័យព្រះ
គេយកកណាត់មកផ្ទាំងយកមកប្រគេនលោកដែលគេវេថាកឋិនទុសាំងដល់ល្វីទៅកណាត់មកផ្ទាំងអត់ទាន់ទៅជាពោលោកត្រូវតែកាត់នឹងដបងវាស់វែងកាត់ឲ្យដាច់ហើយបានដានហើយបានដេហើយបានយកទៅបោកគក់ហើយជ្រលក់ពណ៌ហើយហាលឲ្យស្ងួតបានយកមកអធិដ្ឋានបន្ទុកកាប់ទាំងអស់ហ្នឹងធ្វើឲ្យតន់មួយថ្ងៃហ្នឹងមុនថ្ងៃរះខ្ញុំបបាណាខ្ញុំណាគ្រាន់តែបោកហាលហ្នឹងស៊ីចុងមួយថ្ងៃហើយជិះនៅជ្រលក់ទៀតប៉ុន្តែយើងគិតមើលលោកធ្វើឲ្យតន់តាំងពីកាត់ហើយដានហើយដេហើយបោកហើយគក់ហើយជ្រលក់ពណ៌ហើយនឹងទៀតបានយកមកឲ្យស្ងួតអធិដ្ឋានក្រាលឲ្យបានមុនថ្ងៃរះអញ្ចឹងចាប់ពីទទួលកឋិនហើយនឹងភិក្ខុសង្ឃពីដើមមួយថ្ងៃវល់ល្ងាចហ្នឹងមកយប់កដាលអាត្រិតចិត្តភ្លឺនោះបានហើយតម្រាំតែស្ងួតតម្រាំតែបានធ្វើហើយបើលោតែមេឃអលឹមតូតឹមចេះផងនោះអត់ហាលស្ងួតតោះអង្គុយជួយបក់ឲ្យសម័យពីដើមអត់មានទាំងហាលផងនោះអញ្ចឹងញោមញាតឃើញថាលោកថាបើធ្វើមិនត្រូវអត់បានទៀតបានញោមញាតឆ្នៃអាខាងវាស់ខាងវែងខាងកាត់ខាងដានខាងដេខាងជ្រលក់ញោមញាតធ្វើឲ្យហើយជំនួសលោកឲ្យកើតជាជប៉ុនរួចស្រេចចឹងហែយកមកក្នុងកម្ពីថាបើញោមញាតគេធ្វើជាជប៉ុនរួចស្រេចគ្រាន់តែពិនិត្យមើលទៅបើថាវាត្រឹមត្រូវហើយបើសងក្តីតលពីជាប់ដែរញោមរើសមើលបើទៅទិញហើយបើថាជប៉ុនដែរសងក្តីទៅតលកាត់ឲ្យដាច់ហើយសំដេជាប់គ្នាវិញមិនមែនគ្រាន់តែបត់ជេរដោយអាដេញកម៉ាយើងទេជប៉ុននោះឃើញមកផ្ទាំងហ្នឹងកាត់ឲ្យដាច់កសែងតូច5កសែងធំ5ចាប់ពីហ្នឹងទៅបានឡើងកសែងតូច7កសែងធំ7ឬក៏9ឬក៏11ហើយបើកាត់បានតែ3 4ក៏អត់ឡើងទៀតដូច្នេះញោមញាតបានជួយការងារលោកជាងពាក់កដាលបោកគក់ជាលោកដានដេរួចស្រេចជាជប៉ុនហ្នឹងហើយដែលធ្វើឲ្យញោមញាតឆ្លាតបើញោមញាតឆ្លាតអញ្ចឹងអ្នកធ្វើកឋិននេះបូជាដល់ពុទ្ធបំណងកើតឡើងមកមានបញ្ញាច្រើនអានិសង្សច្រើនណាដល់ពេលគេជ្រះថ្លាមពីកឋិនអញ្ចឹងទៅគេនាំគ្នាធ្វើពាក្យថាកឋិនហ្នឹងអ្នកខ្លះថារស់នៅបានដោយក្រអ្នកខ្លះថាចងទុកក្រៀកទុកនៅអានិសង្ស5អ្នកខ្លះថាពោលតសើព្រោះព្រះអង្គតសើកឋិននេះក្រោយពីព្រះអង្គអនុញ្ញាតកឋិនទៅក៏មានគេធ្វើកឋិនខ្ញុំឥឡូវនិយាយពីរឿងម្ដងអាត្មាពីដើមមិននឹកស្មានថាអាត្មារស់នៅទល់ថ្ងៃនេះទេស្មានថាអាត្មាហ្នឹងអាយុខ្លីបាត់ហើយព្រោះអាត្មាធ្វើកឋិនតាំងពីតូចតាំងពី20ឆ្នាំមុនមកស្រាប់តែធ្វើកឋិនហើយគេនិយាយថាទេក្មេងគេមកធ្វើកឋិននេះឆាប់ស្លាប់នោះអាត្មាធ្វើបាត់ដូច្នេះអញមកទៅឆាប់ស្លាប់ហើយស្រាប់តែសិក្សាក្នុងកាពីទៅអត់មានសោះអ្នកធ្វើកឋិនអាយុវែងវិញវិសាខាធ្វើតាំងពីអាយុ7ឆ្នាំហើយអាយុបាន120ហើយអ្នកដតីទៀតធ្លាប់ធ្វើកឋិនមកជាច្រើនមកអត់មានអាយុខ្លីសោះអាយុខ្លីដោយសារអស់បុណ្យអ្នកខ្លះថាមិនទាន់មានប្រឡងមិនឲ្យធ្វើកឋិនទេពាក្យហ្នឹងក៏មិនមានពាក្យក្នុងពុទ្ធដីកាដែរតាមពុទ្ធគិដ្ឋានចេះទេមិនទាន់មានប្រឡងពីព្រោះយើងអត់ទាន់បានការកូនហើយចែកលុយឲ្យកូនសិនខ្លាយខ្លួនហើយកឋិនអស់លុយហើយអញ្ចឹងបានថាអាត្មាបើសិនជាគិតថាមិនដែលមានប្រឡងធ្វើកឋិនអត់កើតអាត្មាដែលមានប្រឡងផងប៉ុន្តែដល់សិក្សាមើលទៅកុំច្រឡំកុំផ្អើលភ្ញាក់អីទៀតមិនមែនក្មេងធ្វើកឋិនឆាប់ស្លាប់ទេមនុស្សដែលមាននិស្ស័យទូលត្រៃហ្នឹងជាមនុស្សដែលមាននិស្ស័យល្អអាយុវែងដែរខ្ញុំដែលដឹងរឿងនេះដែរអារឿងព្រានបាញ់តម្រៃមួយណាវាលួចបាញ់តម្រៃទៅឃើញតម្រៃហ្នឹងវាសាំងជាមួយនឹងលោកអ្នកបួសហើយដូច្នេះអាព្រានហ្នឹងវាខូចព្រានហ្នឹងគេបន្ទាត់ចិត្តមុនហ្នឹងឯងទៅលួចយកជប៉ុនលោកមកតែបន្លំទៅ10ធ្វើលោកដើម្បីឲ្យតម្រៃកុំឲ្យផ្អើលអាំងបាញ់យកតម្រៃស្រាប់តែអាតម្រៃមេវងហ្នឹងវាខឹងអាព្រានហ្នឹងបាញ់កូនចៅវារាល់ថ្ងៃវាចាំចាប់អាព្រានហ្នឹងបោកឲ្យងាប់ស្រាប់តែថ្ងៃហ្នឹងទៅចាប់បានមែនពួនឲ្យនោះលួចបាញ់ចាប់ជាប់ក្នុងបោកប៉ុន្តែឃើញជប៉ុននៅខ្លួនដោយសារឃើញជប៉ុននៅលើខ្លួនព្រានហ្នឹងក៏គោរពជប៉ុនដាក់ចុះវិញមិនបោកទេព្រានហ្នឹងប៊ីស្លាប់បាត់ហើយប៉ុន្តែដោយសារមានជប៉ុននៅខ្លួនបានអាយុតទៀតខ្ញុំមើលឃើញណាមនុស្សខ្មោចព្រាយណាក៏ដោយបានឃើញជប៉ុននៅខ្លួនអញ្ចឹងគេអត់ហ៊ានបៀតបៀនគេទុកឲ្យរស់នៅបានវែងទៀតផងនោះចឹងហើយបានជាយើងសប្តាហ៍ថ្ងៃបើខ្ញុំទៅប្រទេសសេរីលង្កាខ្ញុំឃើញប្លែកកន្លែងសេរីកធាតុក៏ដោយកន្លែងត្រៃជប៉ុនគេថ្វាយព្រះក៏ដោយគេឲ្យយើងទៅថ្វាយអង្គមប្រសងហ្នឹងលើកកាន់ឲ្យយើងទូលបន្តិចម្នាក់ហេតុអីគេចង់ឲ្យយើងមាននិស្ស័យបានទូលជប៉ុនហើយឯងបានទូលហើយបែរជាខ្លាចអាយុខ្លីមិនហ៊ានទូលទៀតឯងស្រុកគេទៅដើមតែគ្នាទូលតម្រង់ជួយយកនិស្ស័យខ្ញុំបើខ្ញុំមានជប៉ុនមានត្រៃទៅគេសុំទូលបន្តិចម្នាក់ដើម្បីយកនិស្ស័យឲ្យលាន់ហើយខ្មែរយើងក៏ធ្លាប់មានជំនឿអាមនុស្សអារះកូនខ្លាំងវល់ឆាប់ស្លាប់ពេកទៅគេយកកូនអាហ្នឹងមកពីមានកម្មពៀជាមួយខ្មោចព្រាយដែលវាយកជីវិតគេក៏យកកូននឹងទៅប្រគេនលោកទៅលោកក៏ឧបកិច្ចបន្តិចបន្តួចឲ្យយកជប៉ុនយកអីរបស់លោកស្ពុតនូតមួយស្បង់មួយឲ្យទៅធ្វើជាអំណោយទៅវាទៅ10ទៅដល់អាក្មេងយកអាភួយហ្នឹងយកកណាត់ហ្នឹងមកទៅ10កណាត់របស់លោកហ្នឹងអាមនុស្សខ្មោចព្រាយវាឃើញកណាត់របស់លោកវាអត់ហ៊ានប៉ះវាទុកក្មេងហ្នឹងឲ្យរស់ថតទៅទៀតទៅខ្ញុំមើលឃើញណាអញ្ចឹងអ្នកដែលមានត្រៃជប៉ុនលើខ្លួនអាយុវែងវិញតាវាអត់មានទៅចង្រៃអីអញ្ចឹងញោមញាតឲ្យធ្វើបន់ពីក្មេងសាងបន់ពីក្មេងបានល្អដូចវិសាខាអញ្ចឹងអាយុ120ហើយនៅស្អាតណាខ្ញុំណានេះពេលព្រះអនុញ្ញាតកឋិនរួចស្រេចទៅប្រសិទ្ធិកោសលធ្វើមុនគេផ្លែតហើយស្ដេចក្រុងកោសលធ្វើទៅប្រជាជនគេទៅសើភិក្ខុសង្ឃក៏ទៅសើថាយីប្រសិទ្ធិកោសលឆ្លាតណាស់ធ្វើមុនគេអញ្ចឹងបានកើតជាស្ដេចអនាគតទៅស្ដេចទៀតហើយ
ដល់ទៅពេលគេទៅសារខ្លាំងទៅព្រះអង្គក៏បានថាអ្នកភិក្ខុទាំងឡាយកឋិននេះណាបានអានិសង្សមិនមែនត្រឹមតែម្ចាស់កឋិនទេអ្នកចូលរួមហែហមអមត្រៃអ្នកចូលសាដកអ្នកដើរហែកឋិនអ្នកជ្រះថ្លាអនុមោទនាក៏បានបនរាប់មិនអស់ដោយហើយទៅអ្នកដែលជួយចាត់ចែងគេដូចអាចារ្យអីអញ្ចឹងក៏បានបនរាប់មិនអស់ដែរនេះតថាគតនេះអង្កាលនៅជាពោធិសត្វណាអត់មានលុយធ្វើកឋិនមកគ្រាន់តែជួយចាត់ចែងគេទេក៏បានអានិសង្សឲ្យកើតជាទេវតាកើតជាមនុស្សជាស្ដេចរហូតជាតិចុងក្រោយបានត្រាស់ជាពុទ្ធនឹងក៏ដោយសារអានិសង្សកឋិនដែរពុទ្ធសម្ដែងប៉ុណ្ណេះក៏ព្រះអង្គនៅស្ងៀមទៅភិក្ខុសង្ឃតាមសួរព្រះអង្គកាលព្រះអង្គកើតជានរៈជីវៈកំសត់ដឹកនាំគេធ្វើកឋិននោះមានរឿងអ្មិចសូមព្រះអង្គសម្ដែងមកមើលបានព្រះអង្គសម្ដែងប្រាប់ថាភិក្ខុទាំងឡាយហើយសាសនាព្រះបតមុត្តរៈកើតឡើងក្នុងលោកពេលនោះតថាគតនឹងយួនយកកំណើតកើតក្នុងតកូលអ្នកក្រមានពីម្ដាយឪពុកហើយមិនយូរប្រហែលឪពុកក៏ស្លាប់ទៅនៅម្ដាយហើយអត់មានចំណេះចេះដឹងអត់មានទ្រព្យសម្បត្តិទេទៅស៊ីឈ្នួលគេចិញ្ចឹមម្ដាយហ្នឹងក៏ទៅនៅជាមួយកដំពីរប៉ុន្តែរសាសិលជាប់រហូតពេលដែលឃើញកដំពីរវ័យកាន់តែចាស់មានទ្រព្យសម្បត្តិច្រើនក៏ជួយបញ្យល់ថាលោកកដំពីរលោកនាយអាយុកាន់តែចាស់ទៅទ្រព្យសម្បត្តិច្រើនលោកនាយគួរតែកសាងបុណ្យកុសលអីខ្លះទៅបើលោកនាយមិនធ្វើអីសោះបន្តិចទៀតលោកនាយនឹងស្លាប់ចោលទ្រព្យហ្នឹងណាអត់បានចាយទេប៉ុន្តែបើលោកនាយបានធ្វើបុណ្យលោកនាយនឹងបានកើតមកចាយទ្រព្យហ្នឹងទៀតអើមែនយើងវាចាស់ហើយថ្ងៃណាមួយស្លាប់ទៅចោលទ្រព្យមិនដែលបានធ្វើបុណ្យឥឡូវយើងចង់ធ្វើបុណ្យមើលឯងជួយប្រាប់យើងមើលតើធ្វើបុណ្យអីដែលបានបុណ្យច្រើនជាងគេបុណ្យដែលបានបុណ្យច្រើនជាងគេវាក្តោបគ្រប់បុណ្យគឺបុណ្យកឋិនណាញោមណាអ្នកធ្វើកឋិនហ្នឹងឈ្មោះថាបានធ្វើគ្រប់បុណ្យទាំងអស់អ្នកកូនខ្លះទិញត្រីជូនម៉ែឪអាហ្នឹងកតញ្ញូកូនខ្លះជូនលុយម៉ែឪឲ្យទៅធ្វើបុណ្យអាហ្នឹងកតញ្ញូកូនខ្លះទិញសាដកជូនម៉ែឪកូនខ្លះមានម៉ូតូមានឡានដឹកម៉ែឪទៅហែកឋិនអាហ្នឹងកតញ្ញូមួយនៅក្នុងហ្នឹងហើយដល់និមន្តប្រសងមកចម្រើនព្រះបរិត្តឲ្យម៉ែឪស្ដាប់អាហ្នឹងចម្រើនបជនឲ្យម៉ែឪដល់ទៅពេលស្បង់ស្បៃត្រៃជីពោអាហ្នឹងជាចៃវរៈបច្ច័យអាដាំស្លោបបបពីឲ្យគេហូបជាបណ្ឌបាតបច្ច័យអាប្រាក់អមត្រៃយកទៅកសាងជាសេនាសនៈបច្ច័យអភេសជ្ជៈនោះជាភេសជ្ជៈបច្ច័យឃើញថាបនបច្ច័យ4នៅក្នុងកឋិនហ្នឹងដែរដល់តែពេលគេយកទៅកសាងសាលាកសាងកត់កសាងអីទៅអានោះជាសាធារណទានអ្នកណាប្រើយើងអ្នកម្ចាស់បនបានបននឹងយកទាំងថ្ងៃដល់តែមុនប្រសងសម្ដែងធម៌ទេសនាជាធម្មទានដល់តែពេលវេកឋិនចប់អាចារ្យទិសកសលផលបនទៅដល់បព្វការីជនដែលបែកចែកឋានទៅអានោះជាតេខេណានុបទានអញ្ចឹងយើងធ្វើតែកឋិនមួយបានក្តោបពុទ្ធបននៅនឹងទាំងអស់បនចម្រើនបជនបនតេខេណានុបទានបនកតញ្ញូនៅក្នុងកឋិននឹងទាំងអស់ណាញោមណាអញ្ចឹងហើយព្រះពោធិសត្វក៏ថាលោកនាយហើយបនដែលបានអានិសង្សច្រើនជាងគេមានតែបនកឋិនហ្នឹងហើយបើអញ្ចឹងយើងធ្វើកឋិនប៉ុន្តែអញ្ចេះខ្ញុំអត់ដឹងថាកឋិនហ្នឹងគេធ្វើឲ្យម៉េចទេតើលោកឯងជួយចាត់ចែងឲ្យខ្ញុំផងថាបានចាំខ្ញុំជួយចាត់ចែងឲ្យក៏ទៅជួយចាត់ចែងកឋិនគេហ្នឹងហើយហែប៉ុន្តែក៏បានប្រាប់ថាលោកនាយមនុស្សយើងណាអាងតែមានលុយធ្វើបុណ្យមិនប្រាប់គេអាហ្នឹងខ្លាចកើតជាតិក្រោយទៅសបោទៅលុយសបោទៅទ្រព្យប៉ុន្តែអត់សូវមានញាតិមិនស្រួលក្រទាំងកូនផងអត់មានញាតិមកកើតជាមួយហើយបើសិនជាយើងហៅគេនោះហៅច្រើនប៉ុន្តែខ្លួនឯងគ្មានចាញ់លុយទេអាហ្នឹងវាកើតជាតិក្រោយវាសបោទៅញាតិទៅអត់សូវសបោលុយបើអញ្ចឹងលោកនាយមានញាតិប្រមាណទៅប្រាប់ទៅកដំពីក៏ដើរប្រាប់ញាតិមិត្តបងប្អូនទាំងអស់អ្នកខ្លះក៏គេត្រេកអរគេជ្រះថ្លាអ្នកខ្លះចូលសាដកអ្នកខ្លះចូលលៀងចូលបច្ច័យចូលអីចឹងទៅប៉ុន្តែមានអ្នកខ្លះទៀតក៏មិនជ្រះថ្លាដែរគាត់មានពួកម៉ាក់3នាក់ពួកម៉ាក់4ប៉ុន្តែពួកម៉ាក់3នោះមិនជ្រះថ្លាមួយនោះជាងធ្វើអតេសមួយនោះជាងព្រានប្រមាញ់មួយទៀតអ្នកព្រាននេសាទ3នាក់នេះមិនជ្រះថ្លាទៅជំរាបប្រាប់បនកឋិនស្ដីឲ្យកដំពីនឹងតែមកវាគ្មានប្រយោជន៍ស្អីទេទៅធ្វើបនកឋិនបង្ហាន់លុយនាំទៅអស់លុយអស់កាក់ទេរលុយឲ្យតែស៊ីចាយសបាយឲ្យតែបានទៅបានហើយកុំទៅជឿធ្វើបនកឋិនបង្ហាន់លុយអីកុំទៅជឿអញមិនជឿទេបើណែឯងមិនជឿទេណែឯងមិនជ្រះថ្លាទេក៏ហើយទៅខ្ញុំនៅតែធ្វើអញ្ចឹងអីណោះប្រឆាំងមិនធ្វើជាមួយដើរទៅមិត្តអ្នកទៀតជាជាងកោសក់ថាសម្លាញ់អើយខ្ញុំប្រាប់បនកឋិនផងអីណោះថាសាធុខ្ញុំដឹងហើយបនកឋិនហ្នឹងបានអានិសង្សណាមិនចេះតែមានទេយូរមានម្ដងបានអានិសង្សច្រើនប៉ុន្តែខ្ញុំវាអត់មានអីចូលទេឥឡូវខ្ញុំសូមអនុមោទនាផងណាអញ្ចឹងក៏បានដែរញោមមកដល់ហែកឋិនយុទ្ធវេប្រគិនប្រសងក្នុងសម័យពុទ្ធបតមុត្តរៈនោះក៏ក្រឹកក្រែងណាស់អ្នកទៅក៏ច្រើនចូលរួមហែហោមវេចប់សពគ្រប់ទៅលោកក្រាលក្រងហើយទៅម្ចាស់កឋិនហ្នឹងអង្កលចូលទៅចិត្តព្រះថ្វាយអង្គមព្រះសួរតែហ្មងបបតងដល់ចម្រើនខ្ញុំព្រះអង្គឆ្ងល់ខ្ញុំព្រះអង្គជាម្ចាស់កឋិនប៉ុន្តែតើចំណាយលុយធ្វើកឋិនហ្នឹងវាបានបុណ្យអានិសង្សយ៉ាងណាដែរទៅព្រះអង្គបានពុទ្ធសម្ដែងប្រាប់ថាយេជនេសុខមិចន្តាតថ្វានកថេនចៃវរង្កតេបេតុក្ខាប្រមុញ្ញន្តិភូតាទេវេសុមនុស្សសេសុនរកាទីនឹងនិជាយន្តិហើយនៃកោលេនិជាយន្តិអ៊ីទាំងកថាសតិនទាំងភលាំងដូច្នេះជាដើមថាមនាលអ្នកឯងអ្នកណាបរិច្ចាគច្រាក់ចាចំណាយដើមទុនធានមានបានបង្កើតជាបនកឋិននេះបុគ្គលនេះឯងរមែងមិនទៅនរកប្រែតអស់កាលយូរគេឲ្យកើតទៅក្នុងឋានសួគ៌ទេទាំង6ជាន់មានឋានចាតំតាវតੰយាមេដោះសិតនឹមមានរតីប្រណិមិតវសវត្ថីដល់ឲ្យចោះត្រឡប់ពីឋានសួគ៌មកវិញមកកើតជាមនុស្ស
គេបាត់មិនឲ្យចូលតកូលថោកទៀតទេគេឲ្យចូលតែតកូលស្ដេចឬតកូលអ្នកធំនិងតកូលអ្នកប្រាជ្ញឬតកូលព្រាហ្មណ៍តែប៉ុណ្ណោះគេមិនឲ្យកើតកន្លែងថោកទៀតទេពេលកើតជាមនុស្សហើយក៏មានរូបឆោមលោមពណ៌ល្អវិស័យគួរឲ្យជ្រះថ្លាណាស់ដោយប្រពុតធ្លាប់សម្ដែងប្រាប់ គួរឲ្យជ្រះថ្លាមានទ្រព្យសម្បត្តិច្រើនរូបក៏ល្អមានអវយវៈគ្រប់គ្រាន់បានជាឥស្សរភាពគ្រប់គ្រងទៅលើទ្រព្យសម្បត្តិគ្រប់កន្លែងទៅទីកន្លែងណាមានទ្រព្យសម្បត្តិឯណងមានសតិមានបញ្ញាថ្លាពធីសបោញាតសបោបរិវារមិនក្រសបែបយ៉ាងហើយនឹងបានយសស័កបានតំណែងខ្ពង់ខ្ពស់ ម្ចាស់កថាអណាឮតែអញ្ចឹងអណាធ្វើបន់ម្ដងបានពេញតែហ្មងបើអញ្ចឹងហើយអរគុណណាអរគុណព្រះពុទ្ធសូមថ្វាយអង្គមចេញមកវិញព្រះពោធិសត្វអង្កលទៅចិត្តវិញម្ដងថាព្រះអង្គហើយខ្ញុំព្រះអង្គអត់មានលុយទេគ្រាន់តែជួយដឹកនាំគេក្នុងកថាហ្នឹងព្រះអង្គសូមប្រាថ្នាឲ្យអនាគតទៅបានត្រាស់ជាព្រះពុទ្ធមួយអង្គព្រះអង្គថាសាធុសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចអនាគតទៅនឹងបានជាព្រះពុទ្ធសាមណគោតមយើងនឹងឯងកើតជាមនុស្សទេវតាជាតិក្រោយមកគឺព្រះពុទ្ធយើងនឹងឯង និយាយពីកម្មចាត់ចែងបន្តិចញោមកម្មងសតេវិបច្ចតិយៈទីទាំងហីណបណៃតតាយៈកម្មល្អនិងកម្មអាក្រក់រមែងចាត់ចែងបែងចែកសត្វឲ្យថ្លៃថ្នូរអ្នកឯងជឿសាសនាណាក៏ដោយប៉ុន្តែក្រោយពីស្លាប់ទៅអំពើកម្មដែលយើងធ្លាប់ធ្វើគ្មានព្រះណាទទួលជំនួសទេគឺយើងធ្វើខ្លួនយើងកម្មរុញឲ្យទៅកើតកន្លែងថោកទាបក៏មានកន្លែងថ្លៃថ្នូរក៏មានកន្លែងល្អក៏មានកន្លែងអាក្រក់ក៏មានសុខខោបញ្ញសអុច្ចយោអ្នកណាកសាងសន្សំបុណ្យនៅនោះឯងហេតុនាំឲ្យបាននៅសេចក្តីសុខអាយុវែងសុខភាពល្អធម្មោហវេរកតិធម្មចារឹងអ្នកណាប្រព្រឹត្តធម៌រមែងថែរក្សានៅនឹងធម្មោសុចិណោសុខមាវហាតិអ្នកណាប្រព្រឹត្តធម៌ស្វែងរកសេចក្តីសុខមកឲ្យនៅនឹងអត់នាំឲ្យនៅនឹងទៅអាក្រក់ទេការពារថែរក្សានៅនឹងបូជាកោលភតេបូជាងអ្នកណាបូជាគេនឹងបូជានៅនឹងវិញបូជាដល់ពុទ្ធបូជាមហាដេជោបូជាពុទ្ធរមែងមានដេជាអ្នកធ្វើកថាឈ្មោះថាបូជាពុទ្ធបំណងណាញោមកើតឡើងមានដេជាធម្មបូជាមហាបញ្ញោបូជាប្រសងនឹងមានបញ្ញាឆ្លាតបូជាពធនឹងមានបញ្ញាឆ្លាតដូច្នេះញោមស្ដាប់ធម៌ជ្រះថ្លាក្នុងធម៌នឹងដាំពូជបញ្ញារបស់យើងអ្នកធ្វើកថាក៏មានបញ្ញាព្រោះញោមឆ្លាតណាស់តលចេះកិច្ចវិន័យយល់ពីរឿងសាសនាដែរសង្ឃបូជាមហាធននឹងអ្នកបូជាដល់ប្រសងរមែងសម្បូរទ្រព្យធនកថានេះជាទានបូជាដល់ប្រសងហ្នឹងហើយយកទៅវេដល់ប្រសងហើយដូច្នេះហើយអ្នកបូជាគេបូជានៅនោះវិញក្នុងមង្គលតតិបនីថាបូជាចបូជនីយានងអេតាមង្គលមុតតមੰអ្នកណាដែលបូជាដល់បុគ្គលដែលគួរបូជាអ្នកនោះឯងនឹងកើតមង្គលដល់ដំគឺគ្រួសារមានសុភមង្គលឥឡូវនេះដល់ពេលស្លាប់រៀងខ្លួនទៅម្ចាស់កថាបានទៅកើតជាទេវបុត្ររីឯពពោធិសត្វអ្នកដឹកនាំកថាគេមិញនេះបានទៅកើតជាទេវបុត្រនៅក្នុងឋានដោះសត្វឯអ្នកដែលហាយហោមអមដំណើរអ្នកខ្លះកើតជាទេវបុត្រកើតជាទេវតាអ្នកចូលត្រៃចូលលៀងចូលសាដកកើតជាទេវបុត្រទេវធីតាឲ្យព្រាតឯចំណែកខាងមិត្តភក្តិ3នាក់ទៀតនោះដែលមិនបានធ្វើបុណ្យមិនបានកសាងអីមិនជឿនោះជាងធ្វើអទេសស្លាប់ចោលលុយកមាសប្រាក់ទៅកើតជាសត្វខ្លានៅក្នុងព្រៃអត់បានចាយទ្រព្យទៀតទេរីឯប្រមាញ់នោះក៏លែងបានកើតជាមនុស្សទៀតស្លាប់ទៅកើតជាសត្វតសេះកេះដើមតសេះដេកទៅសៀព្រៃក្បែរញោមភ្នំទ្រព្យសម្បត្តិទុកចោលនៅមនុស្សនេះរីឯព្រាននេសាទនោះក៏ស្លាប់ទៅកើតជាខ្មោចយក្សនៅក្នុងព្រៃចោលផ្ទះសម្បែងចោលទ្រព្យសម្បត្តិលែងបានមកចាយទៀតរីឯជាងកោឯនោះហេតុតែអនុមោទនានឹងកថាគេកើតមកជាមនុស្សមានរូបឆោមលោមពណ៌រាងខ្មៅបន្តិចប៉ុន្តែដោយសារគាត់អនុមោទនាកថាអត់បានលុយចូលអត់ដែលបានកាន់សិលទៀតគាត់មានទ្រព្យសម្បត្តិជាពាណិជ្ជរស់ស៊ីមានណាដឹកតំណែងពីខាងស្រុកឥណ្ឌាមកលក់ខាងសវណ្ណភូមិយើងហ្នឹងពេលគាត់ធ្វើដំណើរទៅអ្នកធ្វើកថាតាមផ្លូវណាដែលគេមានគ្រោះថ្នាក់អ្នកធ្វើកថាទៅផ្លូវនោះមិនមានគ្រោះថ្នាក់ទេអ្នកធ្វើកថាទៅរស់ស៊ីកន្លែងណាដែលគេធ្លាប់ខាតអ្នកនេះឯងទៅរស់ស៊ីចំណេញរបស់ណាគេខ្ចីឆាប់សងវិញរបស់ណាដែលបាត់ឆាប់រកឃើញវិញកន្លែងណាដែលពិបាកនិយាយពិបាកតាក់ទងអ្នកធ្វើកថានេះទៅនិយាយជាមួយគេគឺស្រួលម្ល៉េះហើយគាត់នឹងទៅពួកទេវតាពួកអីតាមថែអាសាការពារគាត់រហូតរស់ស៊ីក្នុងព្រៃក្នុងផ្សៃធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយคล้ายជាអ្នកមានដល់ស្រុកស្ដំប៉ុន្តែសបល់រៀងខ្មៅដោយសារអត់ដែលមានសិលដល់សបល់រៀងខ្មៅអញ្ចឹងទៅវាមានរឿងសេដ្ឋីមួយមានកូនកំមុំស្អាតណាស់នៅក្នុងស្រុកនោះស្អាតនោះវាស្អាតរមើលអ្នកណាមួយប្រៀបទៅកូននឹងមកវារមើលទៅស្អាតជាងអាត្មារាប់លានដងដល់ហើយវាស្អាតខ្លាំងពេកសេដ្ឋីកំឡោះមកតដឹងអត់ស៊ីគីឡូគ្នាសោះឪពុកមិនឲ្យអ្នកនេះក៏មិនឲ្យអ្នកនោះក៏មិនឲ្យស្រាប់តែសេដ្ឋីមិញនេះសេដ្ឋីខ្មៅគេសេដ្ឋីខ្មៅគាត់រស់ស៊ីមានប៉ុន្តែគាត់មុខខ្មៅសាក់ទៅដឹងគេមកគេបង្អាប់ងាប់ហើយស្អាតប្រហែលអញគេមិនឲ្យផងខ្មៅប្រហែលឯងណាគេឲ្យមិនបាច់ទៅនេះខ្មាស់គេហេវាស៊ីសងទៅសាក់មើលដល់ទៅញោមមនុស្សធ្លាប់អនុមោទនាកថាណាចិត្តនឹងវាធ្លាប់ទុនឲ្យទៅនិយាយកាយគេឆាប់ទុនហ្មងមនុស្សអញ្ចឹងបើគេបង្ឲ្យទៅដឹងប្រពន្ធឆាប់បានហើយញោមម្ល៉េះហើយទៅនិយាយស្អាតតែគេយល់ព្រមទាំងឪទាំងកូនក៏យល់ព្រមរៀបការឲ្យងាប់ហើយអាសេដ្ឋីស្អាតមកកណ្ដោមិនឲ្យមកអាសេដ្ឋីខ្មៅដល់តែរៀបការទៅដូចក្អែកប៉មពងមន់អញ្ចឹងញោមចឹងបានដូចគេថាមកគូឲ្យដូចកូនប្រវត្តិមួយចុះផាត់ទឹកមួយចាក់ការស្មៅណាមកគូឲ្យដូចកូនទៅវៅអាមួយសមួយខ្មៅមួយទៀតមួយខ្ពស់រៀបការហើយទៅអាពួកសិទ្ធិកំឡោះនោះអ្នកវាមិនសូវជាអ្នកជឿបនជឿបាបអីផង
វាតាមចំណែននិនទាឈ្នះនេះណាចង់ឈ្នះអញស្រុកភូមិនេះខ្ញុំណាខ្លាំងជាងអញទេអញទៅដឹងបានវាទៅដឹងបានអញក៏មិនអញបានស្រុកដែរតែយ៉ាបនកឋិនបនអីណាអញមិនទៅធ្វើអញមិនទៅជឿទេនាំគ្នាទៅចាក់ចុចអុចអាលបំបាច់អាហ្នឹងឲ្យតលបានទៅបញ្ញុះលោកសេដ្ឋីកូនណាកូនលោកឯងហ្នឹងចោលប្លន់ណាអាហ្នឹងពីដើមក្រទេណាហើយឃើញវានឹងមានទ្រព្យសម្បត្តិតាមពិតវាប្លន់គេដែរហើយគេកំពុងតែតាមចាប់ហើយម្យ៉ាងថ្ងៃណាមួយវាប្លន់ទ្រព្យសម្បត្តិលោកសេដ្ឋីឯងហ្នឹងទៀតចាំមើលហើយបើគេកំពុងតែតាមចាប់បើគេដឹងថាវាកូនប្រសារលោកសេដ្ឋីឯងគេចាប់ទាំងលោកសេដ្ឋីឯងទៅសយហើយចិត្តតែបញ្ញុះមួយថ្ងៃតិចរហូតដល់សេដ្ឋីនឹងជឿភ័យទៅហ្មងឥឡូវគិតតែមិនទៅណែអញ្ចេះទៅខ្ញុំជួយលោកយកតបននេះឲ្យខ្ញុំចាត់ការកូននឹងឲ្យទៅទ្រព្យសម្បត្តិវាបានលើដៃលោកទាំងអស់មែនទេចាត់ការទៅចឹងក៏បកគលឲ្យគេនឹងចាត់ការកូននឹងយកពួកអាអ្នកលេងជើងកាងនឹងមកចាប់កូននឹងយកទៅសម្លាប់ចោលក្នុងព្រៃមហាវ័នគ្រាន់តែយកទៅដល់ចងដៃចងអីទៅប្រឡែងចោលក្នុងព្រៃទាំងអត់បាយគង់តែវាងាប់ទេក្នុងព្រៃនេះខ្លាមកឥឡូវឲ្យខ្លាច្រើនណាស់តែនេះពួកទេវតារុក្ខទេវតានៅគ្រប់ទីកន្លែងសត្វអ្នកចិត្តមុនហែកឋានជាមួយគ្នាណាខ្ញុំចុះមកជួយរហូតហើយស្រាប់តែទេវគាត់ហៅឲ្យទេវតាមកជួយគាត់ផងស្រាប់តែដើរដល់កន្លែងវិមានទេវតានោះចុះមកសួរផ្លែតណែហើយខ្ញុំជួយអ្នកឯងពេលទៅរកស៊ីបានទ្រព្យសម្បត្តិខ្លាចជាអ្នកមានហើយឥឡូវអ្នកឯងអស់ទ្រព្យហើយបានមកឲ្យខ្ញុំជួយទៀតឬក៏មិនបានថាលោកឲ្យមើលចុះខ្ញុំមិនមែនអស់ទ្រព្យទេប៉ុន្តែឃើញហើយគេធ្វើបាបខ្ញុំគេចងខ្ញុំយកមកសម្លាប់ចោលតាខ្ញុំដឹងហើយពួកវាហ្នឹងវាបានបនចាស់ជួយឲ្យកើតជាមនុស្សមកប៉ុន្តែវាអត់បានដាំពូជបនថ្មីទៀតទេម្ល៉េះហើយបនចាស់វានឹងអស់វាអត់គិតសាងបនថ្មីវាកំពុងតែសាងបាបដូច្នេះអាបនចាស់វាអស់ឲ្យផលបាបនឹងឲ្យផលម្ដងហើយពួកវាតាមឈ្នានេះគេអ្នកធ្វើបនជាពិសេសយើងអត់មានធ្វើបនកឋិនមកឈ្នានេះអ្នកធ្វើបនកឋិនដូចបាញ់កម្មបជ្រះខ្យល់ឥឡូវឯងកំភៃពួកវានឹងទទួលកម្មឆាប់នេះហើយចាំយើងជួយទេវតានោះក៏និមិត្តជាសាលានាំឡើងទៅលើសាលាហើយឲ្យបាយហូបឆ្អែតហើយក៏ស្រាយចំណងរួចអស់ហើយទៅទេវតាយកថ្នាំទឹកដែលមានមែកឈើ7មែកមកប៉ុន្តែអាថ្នាំហ្នឹងអត់មានតាមប៉ាម៉ាស៊ីទេខ្ញុំនៅមានតែទេវតាហ្នឹងទេមិនមានអាមែកនេះហូបទៅជាជំងឺគ្រប់មុខអាមែកនេះហូបទៅឡើងយុស័កអាមែកនេះហូបទៅកើតជាកុកអាមែកនេះហូបទៅកើតជាស្វាអាមែកនេះហូបទៅនឹងបានឡើងធំអញ្ចឹងទៅហើយដូច្នេះ7មែកហ្នឹងគាត់កាច់អាមែកនេះហូបទៅមានរូបស្អាតណានាពណ៌ខ្មៅអីទៅជាសទាំងអស់កាច់ឲ្យគាត់ហូបមកសន្ធុះទៅស្រាប់តែដូរពណ៌ស្អាតភ្លឹងស្អាតចឹងទៅគាត់កាច់អាមែកហូបឲ្យខ្លាចជាស្វាអានេះទុកការពារខ្លួនណាឯងយកទៅការពារខ្លួនអាចជួយណែឯងបានពេលត្រូវការអាហ្នឹងយកមកសិតចកេះទុកឲ្យហើយដល់ទៅពេលទេវតានឹងកដៀតបរោះនឹងហោះយកមកដល់ដាក់ដល់ផ្ទះសេដ្ឋីឯនេះចូលទៅចែកចៅប្រពន្ធកំពុងដេកយំក្នុងបន្ទប់មិនព្រមមើលទេថាប្តីមកវិញហើយប្រពន្ធមិនជឿទេណែឯងកុំមកធ្វើបាបខ្ញុំណែឯងយកប្តីខ្ញុំទៅសម្លាប់ចោលណែឯងចង់មកធ្វើបាបខ្ញុំមិនជឿទេថាប្តីមកវិញហើយប្តីមិនស្លាប់ទេមកវិញហើយណែឯងកុំមកបោកខ្ញុំមិនជឿទេអាងតែយកខ្ញុំមើលមិនស្គាល់ខ្ញុំមិនជឿទេថាប្តីបើមិនជឿមើលអីនេះប្រហែលមើលទៅសស្គូមិនមែនទេប្តីអញខ្មៅវិញអានេះសមែនប្តីអញទេសស្គូចឹងបកាយចុះបកាយឡើងភ្លឺល្មមអត់បានចូលដេកយកទេញើមកក៏ភ្លឺឡើងមើលច្បាស់ដឹងថាប្តីមិនមែនថើលមកឲ្យគិតហ្មងមនុស្សមកមើលគេថាមនុស្សនេះខ្មៅងីងសោះពេលគេយកទៅសម្លាប់ឥឡូវត្រឡប់មកវិញស្អាតជាងមុនហីល្អណាស់ផ្អើលមកទាំងសេដ្ឋីទាំងអីអាអ្នកយកគេទៅសម្លាប់ហ្នឹងគេថាណែអាមួយដែលយើងយកទៅសម្លាប់គេថាមកវិញស្អាតជាងមុនទៀតណាអញមិនជឿបើមិនជឿទៅមើលតោះទៅមើលស្រាប់តែមកដល់ឃើញទាំងអស់គ្នាមកខ្សឹបមកយីអាសម្លាញ់ខ្ញុំយកឯងទៅសម្លាប់ចោលហើយឯងមិនគួរមកវិញស្អាតជាងមុនអញ្ចឹងសម្លាញ់អើយគ្នាអត់បាយក្នុងព្រៃឃ្លានពេកចេះតែដើរទៅឃើញមែកឈើមែកព្រៃចេះតែកាច់ហូបទៅវាចំថ្នាំទឹកហូបទៅស្រាប់តែពណ៌សបល់ស្អាតចឹងទៅអូមានអាថ្នាំទឹកក្នុងព្រៃចឹងទៀតហ៎មានតានិយាយអញ្ចឹងមានដោយអាថ្នាំនឹងមកខ្លះដែរអត់នេះដោយមកខ្លះដែរឲ្យខ្ញុំមួយម៉ាត់ឲ្យខ្ញុំម្ដុំនាំគ្នាទៅដើមមួយព្រូកាច់ម្ដុំម្នាក់សេដ្ឋីជាឪពុកនោះខ្ញុំសុំម្ដុំដែរមកកាច់ទៅដើមបានម្ដុំគេដែរហេតុតែចង់ស្អាតអត់ទុកយូរតាពីគ្រប់នាំគ្នាតាពីហូបមួយផ្លែតនឹងអស់អាលីងបានតែ 4-5 នាទីក្តៅពោះឆេវកាត់ពុតខ្លួនលមូលចុះលមូលឡើងចេញរួមចេញកតុយមកហ្មងញើមកឲ្យទៅជាស្វាទាំងអស់រិទ្ធរបស់ទេវតាគេហៅទេវតាបារាមុខបរោះនោះឡើងងើបឈរឡើងប្រាប់ប្រជាជនថាសេដ្ឋីថ្មីនឹងប្រាប់ថាបងប្អូនមើលចុះកើតមកជាមនុស្សមានទ្រព្យសម្បត្តិហើយបីដូចយើងធ្វើស្រូវបានស្រូវមកយើងបានពូជទុកធ្វើស្រូវទៀតយើងនឹងបានស្រូវមកទៀតយើងបានពូជទុកទៀតយើងនឹងមានស្រូវទៀតដល់តែយើងបានស្រូវមកយើងហូបកំតិចទាំងអស់អត់មានទុកពូជយើងលែងមានស្រូវហូបទៀតយើងអត់យ៉ាងណាមិញកើតជាមនុស្សដោយសារបនគេត្រូវធ្វើបនបន្ថែមទៀតដើម្បីឲ្យកើតជាមនុស្សពួកនេះចាយបនអស់លីងហ្មងអត់មានធ្វើបនបន្ថែមទេទៅដើរឈ្នានេះទៅដើរផ្ចាញ់ខ្ចាល់រត់គួនគេអាគេមិនមកបៀតបៀនឯងសោះឯងទៅដើរបៀតបៀនគេឥឡូវកម្មពីរបស់ខ្លួនមកដល់ហើយអត់មានបនណាជួយបានទេ
អស់បនលីងហើយមានតែបាបជួយហើយឥឡូវកម្មពីតនហនហើយនេះជារិទ្ធរបស់ទេវតាបារាមុខបងប្អូនអើយជួយចាប់ស្វាយកទៅប្រឡែងក្នុងព្រៃហើយសុំកុំឲ្យបៀតបៀនគ្នាទៀតបើមិនជ្រះថ្លាមិនធ្វើបន់ទុកឲ្យគេអ្នកធ្វើក៏គេចាប់ស្វាទៅប្រឡែងក្នុងព្រៃនោះនៅក្នុងព្រៃមកយោទៅបរោះនេះឡើងធ្វើសេដ្ឋីមួយជីវិតដែរណាញោមណាព្រះអង្គសម្ដែងរឿងនឹងស្ដាប់ចប់ទៅមនុស្សស្ដាប់ជ្រះថ្លាក៏ពិចារណាឃើញថារឿងនេះគ្រប់ប្រមាណញោមគ្រប់តែម៉េចម្ចាស់កថាក៏ឃើញអ្នកជួយចាត់ចែងដឹកនាំគេក៏ឃើញអ្នកជួយហែហមអមដំណើរគេក៏ឃើញអ្នកដែលមិនជ្រះថ្លាទៅកើតជាសត្វអាដែងសត្វតសេះទៅកើតជាសត្វខ្លាយក៏ឃើញអស់ហើយអ្នកដែលតាមឈ្នានេះគេក៏ឃើញរងទុកផ្ទួនដែរដូច្នេះមករឿងនេះចេញសពគ្រប់មនុស្សជ្រះថ្លាណាបានព្រះអង្គសម្ដែងប្រាប់ថាណែកថាហ្នឹងណាមិនថាតែទាយុទេយិកាទេយេកេនចេនទេវេនវិមនុស្សសេនវិបញ្ចនាំងសហធម្មកានាំងអញ្ញតរងទេតិភិក្ខុដោយសាមណេរក៏ដោយសហធម្មក៏ដោយអ្នកណាក៏អាចធ្វើកថាបានដែរប៉ុន្តែកុំឲ្យធ្វើយកមកក្រាលខ្លួនឯងធ្វើទៅវត្តដតីបានភិក្ខុសង្ឃក៏ធ្វើកើតដែរលឺអញ្ចឹងបនិរតៈថែងើបឡើងផ្លេតទៅញោមញាតនាំគ្នាធ្វើកថាបានហែទៅវេប្រគេនទៅសង្ឃវត្តមួយទៀតដែលអត់មានកថាគេទៅសើទៅគេថាអូបនិរតៈថែដឹកនាំធ្វើកថាមុនគេបានព្រះអង្គសម្ដែងប្រាប់ទៀតថាភិក្ខុទាំងឡាយតថាគតកើតជាចក្រពត្តិធិរាជក្នុងសម័យពុទ្ធកោដាញ់ពេលនោះឯងចេញភាសាឡើងព្រះអង្គរៀបចំធ្វើកថាមួយហែពីវាំងទៅដល់វត្តគ្រាន់តែតែងតុងតាំងពីវាំងដល់វត្តពេលព្រះអង្គធ្វើកថានោះចប់ព្រះអង្គស្លាប់ពីនោះទៅបានទៅកើតក្នុងឋានសួគ៌ទេវលោកឯនោះបានជាព្រះអិនចុះមកមួយថ្នាក់ទៀតទីបំផុតព្រះអង្គចុះមកកើតជាស្ដេចនៅស្រុកមនុស្សចុងក្រោយបានជាពុទ្ធនឹងក៏ដោយសារអានិសង្ឃកថាដែរដែលមានបាតមានស្បង់ស្បែកត្រៃជាពោស្រាប់នោះក៏បានដោយសារអានិសង្ឃកថាអញ្ចឹងបានមនុស្សជ្រះថ្លាធ្វើកថានេះបានអានិសង្ឃបកែណាក៏នាំគ្នាធ្វើទៅណាញោមណាសុវណ្ណតាអ្នកធ្វើកថារមែងមានពណ៌សម្បល់ស្រស់ស្អាតគេហៅថាវត្តតោហៅតិវណ្ណតោណាឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ញោមដែលដឹងឯនាងឧមាតនតីក្រពេកទៅស៊ីឈ្នួលដើម្បីយកលុយទិញខោអាវស្លៀកត្រឡប់មកវិញឃើញលោកមួយអង្គគេទៅដើមស្បង់ជាពណ៌អស់លេងស្លៀកស្លឹកឈើខ្ទាស់ស្លឹកឈើស្លៀកប៉ុន្តែល្អដែរដែលសំណាងដែលស្លឹកឈើហ្នឹងវាអត់មានសម្ោចអត់មានកតិចអាលអីណាញោមណាបើមានសម្ោចអីនឹងយ៉ាងណាទេនាងមើលស្គាល់ថាលោកតានេះគេទៅដើមស្បង់ជាពណ៌អត់អីស្លៀកក៏ប្រគេនលោកមកផ្ទាំងទៅឃើញលោកស្លៀកស្អាតហេប្រគេនតែម្ដុំអត់ម្ដុំមិនកាត់បានតែខោអត់អាវមិនបើអញ្ចឹងប្រគេនលោកមកផ្ទាំងទៅធ្វើជាពណ៌លោកក៏បានធ្វើជាពណ៌ក្រុងទៅមើលទៅលោកស្អាតអញសូមប្រាថ្នាការជាតិណាឲ្យស្អាតណាឃើញកុំឲ្យទុកចិត្តបានឲ្យវិញទាំងអស់ហើយលោកអនុមោទនាហ្មងថាសេចក្តីប្រាថ្នារបស់នាងបានសម្រេចយ៉ាងនោះទៅចោះញោមមកដល់រស់ស៊ីមានបានមកជាតិនឹងទៅកើតឋានសួគ៌ដល់ចោះត្រឡប់មកវិញដល់ពេញកំមុំទៅនិយាយពីស្អាតកើតក្នុងតកោសេដ្ឋីហើយដល់ពេញកំមុំទៅស្អាតណាស់ប្រុសណាឃើញវិញរបស់នាងមែនបើថានាងដើរកាត់ភូមិប្រុសកំពុងដាំបាយបើមិនខ្លោចគេឆៅហ្មងហើយបើថាកំពុងស្លោវិញហើយអញ្ចឹងផ្ទះលួចមើលនេះនឹងភ្លេចបងបន្លាយអស់វិញទាំងអស់តែគ្នានាងនឹងទីបំផុតបានទៅជាមហេសីបានទៅជាប្រពន្ធរបស់មហាមាត្រដែលមានរូបស្អាតដូចគ្នារស់នៅលើកំណត់ទ្រព្យសម្បត្តិមួយជាតិដោយសារអានិសង្ឃកថាដោយសារអានិសង្ឃចៃវរៈទានអញ្ចឹងកថានេះជាអានិសង្ឃចៃវរៈទានដែរញោមមើលឃើញណាហោះមួយទៀតសុរូបតាអ្នកដែលមានរូបល្អអ្នករូបល្អជាងគេល្បីពីសម័យព្រះវិសាខាអាយុ120ហើយអង្គុយជាមួយចៅកំមុំនៅច្រឡំគ្នាហើយយើងមានដែរអត់ញោមអា120ហ្នឹងអង្គុយជាមួយចៅកំមុំនៅច្រឡំគ្នាហ្នឹងយើងមានដែរអត់ឥឡូវហ្នឹងមិនបាច់ទេតែត្រឹម8ត្រឹម9ហ្នឹងអង្គុយជាមួយចៅកំមុំមេឃដីគឺថា90ឡើងហើយអង្គុយជាមួយចៅកំមុំបើមិនគ្រាទេបើមិនផ្ងាក់កាប់មុខផ្ងាក្រោយឥឡូវមិនស្រួលកាន់កសែងចាំជូតទឹកមាត់ឲ្យទៀតណាហើយវិសាខាអង្គុយជាមួយចៅកំមុំនៅច្រឡំគ្នាណាស្អាតអត់ចេះស្កើអត់ជ្រីងជ្រួញអីក៏ល្អយ៉ាងហ្នឹងធ្វើមិនអត់ងាយបាក់អត់ចេះបាក់មកពីរូបស្អាតហ្នឹងហើយជាទានរបស់នាងធ្វើដែលគេហៅថាសុរូបតានោះជាអានិសង្ឃកថាមួយដែរសុសន្តានណាសន្តានត្រង់ទ្រាយអ្នកធ្វើកថាគឺកើតឡើងមកអាកន្លែងណាតូចតូចអាកន្លែងណាធំធំអាកន្លែងណារីករីកអាកន្លែងណារួមរួមមិនទាបមិនខ្ពស់មិនវែងមិនខ្លីមិនធាត់មិនស្គមឲ្យល្មមសំភ្នែកអ្នកមើលល្មមញោមដូច្នេះមកពីអាចកថានឹងវាមានគ្រឿងបរិខាមានវត្តពុនចកេះវត្តពុនទ្រង់ឲ្យលោកស្លៀកទៅមានសង្កដីក្បាត់ទៅស្អាតញោមសាក់មិនជឿញោមធ្វើអញ្ចេះយកលោកពីរអង្គមកឈរនឹងមុខញោមហើយឲ្យមួយអង្គខ្លួនទៅទេហើយមួយអង្គស្លៀកស្បង់ចពោក្រងឲ្យស្អាតក្បាត់វត្តពុនហើយញោមមើលពីរអង្គនឹងមួយណាស្អាតជាងលោកដែលមានស្បង់ចពោស្អាតជាងអញ្ចឹងស្បង់ចពោវាជួយឲ្យចាញ់រៀងរឹងស្អាតនឹងហើយបានជាយើងកើតមកមានរូបឆោមលំពណ៌ស្អាតហើយរៀងលក្ខណៈសមរម្យគេហៅថាសុសន្តានាហ្នឹងណាញោមណាហើយចក្រវត្តរាជាហោតិនឹងបានជាស្ដេចចក្រពត្តិដូចតួអង្គពុទ្ធិស័តបានកើតជាស្ដេចជាអីហ្នឹងក៏ដោយសារអានិសង្ឃចៃវរៈទាននិងកថាទានពីមុនមកដែរតែបញ្ញាវិសារតោមានបញ្ញាឆ្លាតបកែចេះបកែចាំដោយព្រះអានន្ទព្រះអានន្ទទៅព្រៃឃើញលោកដេចពោទៅខ្វះកណាត់ទាញអានោះដាក់នេះខ្វះខាងនេះទាញខាងនេះខ្វះខាងនោះមើលទៅលោកជ្រែងច្រំព្រះអានន្ទដឹងថាលោកខ្វះកណាត់ទៅផ្ទះយកកណាត់មកដុំមកប្រគេនលោកគ្រប់ល្មមប៉ុន្តែខ្វះចេះដេវិញម្ដងលោកខ្វះចេះដេព្រះអានន្ទប្រគេនចេះទៀតអានិសង្ឃនឹងហើយបានជាព្រះអានន្ទកើតមកសបោសបងស្បៃត្រៃជាពោឲ្យព្រះអានន្ទស្អាតតែញោមទៅស្រុកណាគេស្រឡាញ់ស្រុកនោះដែរប៉ុន្តែតើលោកមិនព្រមយកគេស្រីតាមមើលព្រះអានន្ទនេះស្អាតណាស់ហើយ
ស្អាតហើយរហូតដល់ព្រះអង្គព្រះនិព្វានទៅព្រះអានន្ទបានស្បង់ចពោច្រើនរហូតចែកបានគ្រប់វត្តសម័យនោះបានគេថាព្រះអានន្ទបានស្បង់ចពោច្រើនយ៉ាងហ្នឹងមកពីណាថាមកពីអានិសង្សធ្លាប់ប្រគេនកណាត់ដល់លោកធ្វើចពោក្នុងកាលមុនហ្នឹងចុះព្រះអានន្ទប្រកែចេះប្រកែចាំមិនងាយភ្លេចហ្នឹងដោយសារអីថាអានិសង្សលោកប្រគេនចេះនោះផងអាប្រគេនចេះហ្នឹងវាដេកឲ្យជាប់ពីម្ដុំទៅម្ដុំកុំឲ្យវាដាច់កុំឲ្យវារបូតយ៉ាងណាមិញលោកតែចេះចាំអីគឺមិនងាយរបូតទេព្រះអានន្ទចាំជាងគេទាំងអស់ចឹងហើយបានក្នុងអត្ថកថាលោកថាសោសោចេទានអ្នកផលិនអ៊ីម៉ាស្មឹងអត្តភាវេមហាបញ្ញាអហោសិព្រះអានន្ទដែលមានបញ្ញាឆ្លាតក្នុងជាតិនេះដោយសារពីជាតិមុនហ្នឹងធ្លាប់បានថ្វាយចេះសម្រាប់គេដេកភ្ជាប់ចពោនឹងឯងណាញោមណាហើយមិនត្រឹមតែប៉ុណ្្នឹងទេបានអានិសង្សមកពីសិក្សាមកពីស្ដាប់នៅលាយគ្នាផងទើបមានបញ្ញាហើយប្រកែចាំណាញោមណាបញ្ញាមកដល់ព្រះសរិបុត្រទេប៉ុន្តែគឺចាំគឺព្រះអានន្ទនឹងតែមកបើអត់ព្រះអានន្ទយើងឥឡូវក៏អត់ចេះធម៌ដែរមួយទៀតទៅលោកថាអហេភិក្ខុឧបសម្បទាបើសិនជាញោមកើតតនសម័យព្រះញោមនឹងបានបួសជាអហេភិក្ខុហើយពេលនោះហើយស្រីខ្លះនឹងបានជាពុទ្ធមេត្តាពុទ្ធបិតាជាញាតិរបស់ព្រះពុទ្ធនេះហើយជាអានិសង្សកថាដូច្នេះអ្នកស្ដាប់កថាទៅជ្រះថ្លាណាស់គាត់ជួននឹងព្រះមហាមោគលានទៅឋានសួគ៌ស្រាប់តែឃើញទេវបុត្រមួយស្អាតណាស់ក៏សួរថាមនាលទេវបុត្រណែឯងកាលនៅជាមនុស្សធ្វើបន់អីបានកើតមកមានសម្បត្តិទឹកយ៉ាងនេះទេវបុត្រថាព្រះអង្គហើយខ្ញុំព្រះអង្គមិនហ៊ានប្រាប់ទេបន់នឹងវាតិចពេកតិចពេកហ្នឹងយើងចង់ដឹងធ្វើម៉េចខ្លះព្រះអង្គហើយជាតិមុនជាអ្នកក្រសម័យពុទ្ធកាសបៈហ្នឹងម៉ែឪស្លាប់ចោលអស់អាលីងនៅតែម្នាក់ឯងអត់មានចេះចំណេះអីទៅនៅជាមួយសេដ្ឋីស៊ីឈ្នួលគេដល់ពេលគេឲ្យបាយមួយថ្ងៃមួយឆ្នាំចាំស្មៅឲ្យគេហៅឈ្មោះថាតិនបាលទៅព្រះអង្គហើយដល់ថ្ងៃគេធ្វើកឋិនខ្ញុំឆ្ងល់ឃើញថាផ្ទះសេដ្ឋីអ៊ូអែហ្នឹងគេធ្វើអីមកសួរទៅថាគេធ្វើកឋិនខ្ញុំក៏សួរសេដ្ឋីថាខ្ញុំអាចចូលកឋិនហ្នឹងបានទេតែកឋិនហ្នឹងវាបានបន់តែម៉េចសេដ្ឋីថាកើតឡើងមានទ្រព្យសម្បត្តិមានលៀបមានយសមានស័ក្តិខ្ញុំក៏នឹកថាជាតិនេះកព្រីអត់ទ្រព្យសម្បត្តិមកពីជាតិមុនមិនដែលបានធ្វើបន់បើអញ្ចឹងលោកសេដ្ឋីហើយខ្ញុំសូមចូលជាមួយលោកផងណាណែឯងចូលចុះលោកសេដ្ឋីត្រូវការអីទេអ្វីទិញអស់ហើយគ្រប់អស់ហើយខ្វះតែចេះមួយមុខឲ្យអញ្ចឹងទុកខ្ញុំចាញ់ចេះយកអាសពុតខ្លួនឯងមកផ្ទាំងហ្នឹងទៅលក់ទិញចេះយកមកដេកចពោកឋិនហ្នឹងហើយស្លៀកស្លឹកឈើហែកឋិនហ្នឹងក្នុងកាលនោះឯងញោមញាតហើយដល់ពេលស្លៀកស្លឹកឈើហែកឋិនហ្នឹងវាផ្អើលគ្រាន់តែវេកឋិនចប់ទៅទេវតានឹងពហិនោះស្រែកសាធុទៅហ្មងផ្អើលត្រឹមពេញវត្តទេវតានៅវាំងសាធុផ្អើលដល់ស្ដាច់សម្លេងស្អីចេះហៅហោរាមកទាយហោរាថា
Thank you.